You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំម៉ៃសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ9កើតខែអាសាឍឆ្នាំវកអត្តស័កពុទ្ធសករាជ2560ហើយដល់ត្រូវនឹងថ្ងៃទី13ខែកក្កដាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃក្រុមអង្គការសង្គមស៊ីវិលទាមទាររដ្ឋាភិបាលស៊ើបអង្កេតត្រឹមត្រូវករណីឃាតកម្មលើលោកបណ្ឌិតកែមលីចាប់រដ្ឋនៅខេត្តកំពង់ចាមថ្កោលទោសអាជ្ញាធរដែលដកហូតរូបថតលោកកែមលីមិនឲ្យគោរពវិញ្ញាណក្ខន្ធប្រជាប្រដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមានគម្រោងរៀបចំពិធីបង្សុកូលគម្រប់7ថ្ងៃនៃសពលោកបណ្ឌិតកែមលីជនភៀសខ្លួនម៉ុងតាញ៉ា16នាក់ថ្មីទៀតស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសវៀតណាមវិញរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតចាត់ជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានពិស្ដាចាលោកអ្នកស្ដាប់ជាទីមេត្រីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិជាច្រើនទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលោកកែមលីដោយឯករាជ្យនិងមានតម្លាភាពដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្រុមអង្គការទាំងនោះយល់ថាការបាញ់សម្រាប់លោកកែមលីគឺធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយជាពិសេសគឺការបោះឆ្នោតនាពេលខាងមុខចាសសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីក្រុមអង្គការសង្គមស៊ីវិលលើកឡើងថាការស៊ើបអង្កេតត្រឹមត្រូវមួយមិនត្រឹមតែអាចផ្ដល់យុត្តិធម៌ដល់លោកកែមលីនិងក្រុមគ្រួសារទេថែមទាំងអាចជំរះមន្ទិលសង្ស័យនានាព្រមទាំងអាចបន្ធូរស្ថានភាពតានតឹងនិងបញ្ចប់នីតិរដ្ឋភាពសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលជាបណ្ដុំអង្គការក្នុងស្រុកចំនួន11ស្ថាប័នដែលចេញនៅថ្ងៃទី12ខែកក្កដាបង្ហាញពីការសោកស្ដាយលោកកែមលីដែលជាអ្នកសិក្សាការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់លោកកែមលីជាធនធានមនុស្សមានសក្តានុពលលើកស្ទួយនិងជំរុញការពិភាក្សាពីការដឹកនាំរបស់រដ្ឋាភិបាលក្នុងបញ្ហានយោបាយព្រំដែនសិទ្ធិមនុស្សធនធានធម្មជាតិបរិស្ថាននិងអភិបាលកិច្ចក្រុមអង្គការដដែលអះអាងថាមានការសង្ស័យជាច្រើននៅក្នុងការផ្ដល់សក្ខីកម្មរបស់ជនសង្ស័យដែលបានផ្សព្វផ្សាយនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel លោកគុលបញ្ញាមានប្រសាសន៍ថាការស៊ើបអង្កេតករណីនេះគួរតែរួមបញ្ចូលស្ថាប័នឯករាជ្យនិងត្រូវផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានគេឲ្យអនុសាសន៍ថាធ្វើម៉េចឲ្យស្ថាប័នកងកម្លាំងប្រដាប់អាវុធដែលអ្នកធ្វើកិច្ចការងារគេនឹងតុលាការនឹងកុំឲ្យមានពាក់ព័ន្ធជាមន្ត្រីរបស់គណៈបកនឹងរឿងធំស្នូលណាគឺថារឿងណាដែលវាមានលក្ខណៈរសើបធំអញ្ចឹងគួរមានការចូលរួមពីអ្នកឯករាជ្យឲ្យបាននៅក្នុងកិច្ចការងារផ្សេងៗហ្នឹងទៅណាមានការឯករាជ្យទៅបរទេសយ៉ាងទៅឬក៏ម៉ែយ៉ាងទៅមានអាចចូលរួមបានណាមិនខុសគ្នានេះដែរសេចក្តីថ្លែងការណ៍របស់អង្គការសមាជិកសភាអាស៊ានដើម្បីការពារសិទ្ធិមនុស្សស្តីពីឃាតកម្មលើលោកកែមលីបានជំរុញរដ្ឋាភិបាលធ្វើការស៊ើបអង្កេតបន្ទាន់មួយប្រកបដោយឯករាជ្យចំពោះអំពើឃាតកម្មនេះដែរលើសពីនេះរដ្ឋាភិបាលត្រូវធានាការពារលើកស្ទួយសិទ្ធិមនុស្សចំណែកសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួនជិត100ស្ថាប័នផ្សេងទៀតក៏ទាមទារឲ្យមានការស៊ើបអង្កេតដ៏ឆាប់រហ័សមួយដែរនៅក្នុងករណីឃាតកម្មនេះក្រុមអង្គការទាំងនេះថែមទាំងសង្កត់ធ្ងន់ថាការយាយីក្រុមអង្គការសង្គមស៊ីវិលក្រុមបកប្រឆាំងនិងការបាញ់សម្លាប់លោកកែមលីបានជះឥទ្ធិពលអវិជ្ជមានផ្ទាល់ទៅលើស្ថានភាពនយោបាយប្រជាធិបតេយ្យនិងដំណើរការចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍ថាអាជ្ញាធរស្វាគមន៍ចំពោះការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនិងថាគោលបំណងរបស់អាជ្ញាធរក៏ប្រាថ្នាចង់បានយុត្តិធម៌ពិតត្រឹមត្រូវដែរប៉ុន្តែលោកថាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃតុលាការដែលពុំមានច្បាប់ណាអនុញ្ញាតឲ្យមានភាគីផ្សេងចូលរួមក្រៅពីសមត្ថកិច្ចឡើយគុំថាសង្គមស៊ីវិលសូម្បីសង្គមមិនស៊ីវិលចង់ឃើញណាសង្គមយោធាហើយសង្គមប៉ូលីសហើយចង់ឃើញ
យ៉ាងគឺច្បាស់ឬមិនដែរណាដែលយ៉ាងទុនដៃដល់ថានៅទីក្រៅឬក៏អ្នកសំខាន់ចាំឃើញតើបាទកាលពីថ្ងៃទី11ខែកក្កដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហៅអំពើឃាតកម្មលើបណ្ឌិតកែមលីថាជាអំពើឃោឃៅប្រៃផ្សៃហើយលោកបានចេញបញ្ជាឲ្យសមត្ថកិច្ចធ្វើការឲ្យបានត្រឹមត្រូវហ្មត់ចត់ស្វែងរកជនដៃដល់និងជនខុបខិតទាំងឡាយដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់បើទោះជាយ៉ាងណាការប្រកាសនេះត្រូវអង្គការសង្គមស៊ីវិលចាត់ទុកថានៅមិនទាន់គ្រប់គ្រាន់នៅឡើយជានេះខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញចាអង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានថ្កោលទោសការបាញ់សម្លាប់លោកបណ្ឌិតកែមលីផងដែរចាសេចក្តីថ្លែងការណ៍របស់អង្គការកាលពីថ្ងៃទី11ខែកក្កដាបានថ្នាក់សុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យឥតលំអៀងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះហើយនឹងនាំជនសង្ស័យនិងអ្នកនៅពីក្រោយទៅផ្ដន្ទាទោសសេចក្តីថ្លែងការណ៍ដដែលបន្តថាការធ្វើទុកបុកម្នេញមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណៈបព្វប្រឆាំងការពីពេលថ្មីនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅពិបាកជឿថាឃាតកម្មលើលោកបណ្ឌិតកែមលីគឺបណ្ដាលមកពីបញ្ហាជំពាក់ប្រាក់អង្គការនេះស្នើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿចិត្តឡើងវិញចាប្រសិនបើគ្មានការស៊ើបអង្កេតត្រឹមត្រូវណាមួយទេវាជាហេតុផលមួយដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលហើយនិងមន្ត្រីដឹកនាំរដ្ឋាភិបាលអង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទទូចជាថ្មីម្ដងទៀតសូមឲ្យមនុស្សទូទៅសហគមន៍និងស្ថាប័នផ្សេងៗត្រូវជួយបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់អ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិតកែមលីដើម្បីផ្ដន្ទាទោសហើយធានាថាឃាតកម្មបែបនេះនឹងមិនអាចកើតមានឡើងទៀតទេចាតតងនឹងការបាញ់សម្លាប់លោកបណ្ឌិតកែមលីប្រជាប្រដ្ឋនៅក្រុងកំពង់ចាមជាច្រើនសម្ដែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានរឹបអូសយករូបថតលោកបណ្ឌិតកែមលីនិងកម្រងផ្កាព្រមទាំងរមាក់ម៉ូតូយកទៅរក្សាទុកនៅអធិការក្រុងកាលពីព្រឹកម្សិលមិញហេតុការណ៍នេះធ្វើឲ្យប្រជាប្រដ្ឋជឿថាគឺជារឿងមិនត្រឹមត្រូវដោយគ្រាន់តែសិទ្ធិគោរពចំពោះមនុស្សដែលបាត់បង់ជីវិតក៏ត្រូវបានហាមឃាត់ចាលោកសុតសុខប្រាថ្នារាយការណ៍ព័ត៌មាននេះរូបថតលោកបណ្ឌិតកែមលីព្រមទាំងគ្រឿងរណ្ដាប់ថ្វាយសម្រាប់គោរពវិញ្ញាណក្ខន្ធរួមមានផ្កាផ្លែឈើនិងរមាក់សម្រាប់ដឹករូបថតត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមនាំយកពីផ្សារបង្កុកមករក្សាទុកនៅអធិការក្រុងប្រមាណ2ម៉ោងទើបប្រគល់ឲ្យម្ចាស់រូបវិញមូលហេតុដែលអាជ្ញាធរព្រមប្រគល់ឲ្យម្ចាស់រូបនោះក្រោយពេលពួកគាត់ព្រមធ្វើកិច្ចសន្យាថានឹងមិនឲ្យមានសកម្មភាពនោះតទៅទៀតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមគណៈបកសង្គ្រោះជាតិម្នាក់ក្នុងចំណោម2អ្នកផ្សេងទៀតដែលសមត្ថកិច្ចបានហៅធ្វើកិច្ចសន្យាអ្នកស្រីកិនស្រីអូនឲ្យដឹងនៅថ្ងៃទី12កក្កដាថារូបថតលោកបណ្ឌិតកែមលីគឺអ្នកស្រីមិនបានយកទៅហែក្បួននៅតាមទីផ្សារឡើយប៉ុន្តែក្រុមអ្នកស្រីបានយករូបនោះសម្រាប់មកគោរពនៅស្នាក់ការគណៈបកសង្គ្រោះជាតិខេត្តកំពង់ចាមតែប៉ុណ្ណោះអ្នកស្រីថារូបនោះបំរុងយកទៅកាច់ផ្កាធ្វើជាស៊ុំប៉ុន្តែដោយត្រូវចំណាយប្រាក់ច្រើនពេកហើយពួកគាត់មិនមានលទ្ធភាពផងទើបក្រុមអ្នកស្រីសម្រាប់យករូបនោះទៅឲ្យអ្នកលក់ក្រណាត់ក្នុងផ្សារបង្កុកធ្វើជាបូកាន់ទុកបំពាក់លើរូបថតជំនួសវិញក្រោយមកអ្នកលក់ដូរនៅក្នុងផ្សារស្នើឲ្យដាក់រូបលោកបណ្ឌិតកែមលីសម្រាប់គោរពវិញ្ញាណក្ខន្ធសិនពីព្រោះពួកគាត់មួយចំនួនឮតែសម្លេងមិនដែលបានឃើញរូបពិតអ្នកស្រីថាការដាក់រូបនៅខាងមុខផ្សារបានមួយសន្ទុះសមត្ថកិច្ចក៏បានកោះហៅអ្នកស្រីឲ្យចូលបំភ្លឺក្រោយមកក៏យករូបនឹងសម្ភារៈមួយចំនួនទៀតមកអធិការនគរបាលក្រុងតែម្ដងខ្ញុំគម្រោងខ្ញុំអត់មានក្បួនហែទេខ្ញុំដល់ពេលប្រឌិតរូបថតគាត់រួចតុបតែងស៊ុំរបស់គាត់នឹងរួចខ្ញុំនឹងយកត្រឡប់មកកន្លែងទីស្នាក់ការដែលខ្ញុំធ្វើការគោរពនៅបូជានៅកន្លែងទីស្នាក់ការរបស់ខ្ញុំប្រជាពលរដ្ឋអាជីវករផ្សារបង្កប់ព្រមទាំងក្រុមអ្នករត់ម៉ូតូឌុបអះអាងថាគ្មានសកម្មភាពហែក្បួនឡើយប៉ុន្តែជាការស្នើសុំរបស់ក្រុមអាជីវករនិងប្រជាពលរដ្ឋសម្រាប់ដាក់រូបថតលោកបណ្ឌិតកែមលីនៅខាងមុខផ្សារមួយសន្ទុះសម្រាប់ពួកគាត់គោរពវិញ្ញាណក្ខន្ធនិងសម្ដែងការសោកស្ដាយចំពោះការបាត់បង់វីរៈជនរូបនោះតែប៉ុណ្ណោះអាជីវករលក់ដូរនៅផ្សារបឹងកុកម្នាក់អ្នកស្រីរឿនធីតាយល់ថាការរឹបអូសយកសម្ភារៈទៅរក្សាទុកនៅអធិការក្រុងគឺជារូបភាពមិនសមរម្យឡើយពីព្រោះគ្រាន់តែសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋនៅក្នុងការគោរពវិញ្ញាណក្ខន្ធដល់មនុស្សល្អម្នាក់ក៏ត្រូវបានរឹតបន្តឹងដែរចាពេលដែលគាត់ធ្វើអញ្ចឹងគឺខ្ញុំមានអារម្មណ៍មានចិត្តគិតថាសោកស្ដាយធ្វើអញ្ចឹងដូចថាធ្វើបាបសំបីថាមិនបាច់ចាំថាសម្រាប់គាត់ហើយទេសំបីតែរូបថតគាត់នឹងហេតុអីក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយដឹងឮថាគាត់នឹងជាវីរបុរសនៅស្រុកខ្មែរនៅប្រទេសខ្មែរឆ្លើយតបបញ្ហានេះស្នងការនគរបាលខេត្តកំពង់ចាមលោកបានរត
មានប្រសាសន៍ថាដោយសារស្ថានភាពនៅខាងមុខផ្សារបឹងកុកជាកន្លែងចង្អៀតម្យ៉ាងមន្ត្រីគណៈបកប្រឆាំងនិងសកម្មជនទាំងនោះបានហាយរូបថតលោកបណ្ឌិតកែមលីទៅដាក់នៅមុខផ្សារគ្មានការអនុញ្ញាតលើពីនេះពួកគេថែមទាំងអំពាវនាវឲ្យពលរដ្ឋនាំគ្នាចូលបច្ច័យនិងឲ្យធូបទៀតផងដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈពិសេសធ្វើឲ្យកកស្ទះចរាចរណ៍យើងមានផ្លូវឲ្យគាត់ជ្រើសរើសមួយបើគាត់ចង់ធ្វើបែបនេះគាត់ត្រូវសុំច្បាប់អាជ្ញាធរសង្កាត់ក្នុងក្រុងពីរបើគាត់មិនចង់ធ្វើបែបនេះគាត់អាចយកទៅដាក់កន្លែងកម្មសិទ្ធិផ្ទាល់ខ្លួនរបស់គាត់ទីហោផ្ទះគាត់ស្នាក់ការគាត់ឬវត្តអារាមបើសិនជាលោកអនុញ្ញាតទៅនឹងទៅធ្វើបែបនេះខ្ញុំមិនឲ្យធ្វើមូលហេតុប៉ះពាល់សណ្ដាប់ធ្នាប់លោកបដិសេធថាអាជ្ញាធរមិនបានបំបិទសិទ្ធិសេរីភាពពលរដ្ឋមិនឲ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីទេហើយខាងលោកក៏បានប្រគល់រូបថតនិងសម្ភារៈផ្សេងទៀតទៅឲ្យមន្ត្រីគណៈបក្សសង្គ្រោះជាតិភ្លាមក្រោយពេលពួកគេធ្វើកិច្ចសន្យារួចរាល់ទោះបីជាយ៉ាងនេះក្តីអាជីវករម្នាក់ទៀតឈ្មោះទូចអូនបញ្ជាក់ថារូបថតនោះគឺពលរដ្ឋស្នើសុំគោរពវិញ្ញាណក្ខន្ធសិនតែប៉ុណ្ណោះដោយមន្ត្រីនិងសកម្មជនគណៈបក្សសង្គ្រោះជាតិមិនបានហាយក្បួនឡើយលោកមើលឃើញថាទង្វើរបស់អាជ្ញាធរពេលនេះគឺជារឿងមិនត្រឹមត្រូវតតែសោះចង់សំណូមពរឲ្យគាត់នឹងឲ្យសមត្ថកិច្ចនឹងបើកចិត្តឲ្យទូលាយដើម្បីឲ្យប្រជាពលរដ្ឋនឹងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនឹងឲ្យបានអុជធូបឲ្យបានហាយក្បួនតាមសាសនារបស់ពុទ្ធយើងនឹងមន្ត្រីគណៈបក្សសង្គ្រោះជាតិខេត្តកំពង់ចាមបានយករូបថតលោកបណ្ឌិតកែមលីទៅដល់ស្នាក់ការនៅម៉ោងប្រមាណ1រសៀលហើយនាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធនៅរសៀលថ្ងៃដដែលនោះមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ចាមលោកប៊ូវីរៈមានប្រសាសន៍ថាប្រសិនបើដោយអ្វីដែលពលរដ្ឋលើកឡើងគឺមិនបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេម្យ៉ាងគឺបង្ហាញអំពីគុណធម៌និងទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះលោកបណ្ឌិតកែមលីដែលឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាលោកមើលឃើញថាអាជ្ញាធរប្រុងប្រយ័ត្ននៅក្នុងសភាពការបច្ចុប្បន្នគឺជារឿងល្អប៉ុន្តែរូបភាពនេះជាការគំរាមកំហែងចំពោះអ្នកដែលបានយករូបថតលោកបណ្ឌិតកែមលីឲ្យប្រជាពលរដ្ឋគោរពទៅវិញខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាមចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វັດឈូអាស៊ីសេរីពីរដ្ឋធានី Washington ចាប្រជាពលរដ្ឋរស់នៅខេត្តភាគឦសានចង់ឃើញគណៈបកជាប់ឆ្នោតទាំងពីរមានស្មារតីឯកភាពជាតិនិងចេះអធ្យាស្រ័យគ្នាដើម្បីស្វែងរកយន្តការរួមដោះស្រាយវិបត្តិសង្គមសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពុស្ដាមពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃចាប់ពីខេត្តកំពង់ឆ្នាំងតំណាងរាស្ត្រសមាជិកក្រុមប្រឹក្សាខេត្តក្រុងនិងសកម្មជនគណៈបកសង្គ្រោះជាតិប្រមាណជា60នាក់បាននាំគ្នាមកចូលរួមពិធីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីកាលពីថ្ងៃទី12ខែកក្កដាចាអ្នកចូលរួមសម្ដែងការសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិតកែមលីហើយនឹងបានអំពាវនាវឲ្យសមត្ថកិច្ចវែករកមុខឃាតករពិតប្រាកដហើយនឹងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសលោកចិនជាថារាយការណ៍តំណាងរាស្ត្របកប្រឆាំងអនិច្ចជនខ្មែររស់នៅប្រទេសបែលហ្សិកនិងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមួយចំនួនមិនជឿថាករណីបាញ់សម្លាប់លោកកែមលីនៅកណ្ដាលក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2016នោះជារឿងបុគ្គលទេពួកគេសង្ស័យថាអាចជារឿងនយោបាយដោយសារតែលោកបានវិភាគចំលើថ្នាក់ដឹកនាំរដ្ឋាភិបាលមិនសំចៃមាត់ក្នុងរយៈពេលចុងក្រោយនេះតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងកោតតាពីគណៈបកសង្គ្រោះជាតិលោកងៅកំជាងមានប្រសាសន៍ថាគោលបំណងសំខាន់នៃការរៀបចំពិធីនេះគឺដើម្បីផ្ដល់ឱកាសដល់អ្នកគោរពស្រឡាញ់លោកកែមលីចូលអុជធូបនិងឧទ្ទិសកុសលជូនលោកក្នុងរយៈពេល10ថ្ងៃគឺចាប់ពីថ្ងៃទី12ខែកក្កដាតទៅស្របពេលគ្នានេះលោកក៏អំពាវនាវឲ្យសមាជិកវែកញែករកខុសត្រូវលើករណីនេះឲ្យបានឆាប់គណៈបកសង្គ្រោះជាតិយល់ឃើញថាគាត់ជាបណ្ឌិតមួយដែលហ៊ាននិយាយការពិតហ៊ានទីទានរដ្ឋាភិបាលគាត់ជាមនុស្សមួយដែលមានឆន្ទៈខ្ពស់អ្នកស្នេហាជាតិហើយរៀបចំជួយដល់យុវជនជំនាន់ក្រោយឲ្យមានឆន្ទៈខ្ពស់ដើម្បីការពារជាតិប្រទេសជាតិយើងនៅក្នុងកម្ពុជាយើងហើយដែលការគេចាប់បានឃាតករនិយាយពីរឿងថាលោកបណ្ឌិតកែមលីជាពាក់ថាពីការចំនួន$3,000នេះខ្ញុំអត់ជឿទេចំណែកពលរដ្ឋម្នាក់មកពីឃុំតាចេស្រុកកំពង់ត្រឡាចលោកសួរសុធាវុឌ្ឍថារូបលោកនិងអ្នកស្រុកភូមិផ្សេងទៀតសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងដូចជាលោកបណ្ឌិតកែមលីមកក្នុងគោលបំណងកាន់ទុកលើក្នុងជាប្រជាពលរដ្ឋមានការឈឺចាប់យ៉ាងខ្លាំងចំពោះការធ្វើឃាតដល់សាហាវយំខ្នងរីឯអនិច្ចជនខ្មែររស់នៅប្រទេសបែលហ្សិកម្នាក់ដែលស្កាត់មកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកកែមលីគឺលោកហ៊ីណនថាលោកក្តុកក្តួល
និងសោកសង្រេងចំពោះលោកបណ្ឌិតកែមលីប្រទេសខ្មែរយើងជាពិសេសរាជរដ្ឋាភិបាលជាការអាម៉ាស់មួយធំណាស់ដែលយើងមកសម្លាប់បណ្ឌិតហើយខ្ញុំជាខ្មែរមួយរូបដែរគឺថាខ្មាស់ជាតិគេដទៃណាស់ព្រោះជាតិមួយដើម្បីឲ្យប្រទេសជឿនលឿនគេទុកអ្នកប្រាជ្ញគេទុកអ្នកចេះដឹងណាដូច្នេះតើកម្ពុជាយើងថ្ងៃណាទៅនឹងងើបរួចនេះដូច្នេះការសម្លាប់នេះខ្ញុំយល់ថាមិនមែនជាឈាមជ័រខ្មែរទេគឺជាឈាមជ័រអ្នកឈ្លានពានប្រទេសកម្ពុជាទាក់ទងបញ្ហានេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហៅអំពើឃាតកម្មលើបណ្ឌិតកែមលីថាជាអំពើឃោរឃៅព្រៃផ្សៃហើយលោកចេញបញ្ជាឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់និងជនឃុបឃិតទាំងឡាយដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់លោកហ៊ុនសែនថាឃាតកម្មនេះបានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានិងចាត់ទុកថានេះគឺជាការផ្ចាញ់ផ្ចាលដល់រដ្ឋាភិបាលរបស់លោកដែលតែងតែប្រកាសក្តែងអំពីសន្តិភាពនិងសុវត្ថិភាពក្នុងសង្គមរាជរដ្ឋាភិបាលគឺពិតជាទទួលនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់អំពីកងទ័ពដែលហៅថាមកខាងគឺអសមត្ថភាពនៃការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋតែមកខាងទៀតត្រូវបានគេលៀបពណ៌ភ្លាមអំពីបញ្ហានេះដែលមានចរិតជាបញ្ហាខាងនយោបាយដោយចេះសង្កេតថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវមកទាត់សមត្ថកិច្ចប៉ូលីសរាជធានីភ្នំពេញចាប់បានជនសង្ស័យម្នាក់ឈ្មោះអឿតអាងហៅជួបសម្លាប់នៅថ្ងៃដដែលនៃហេតុការណ៍បាញ់សម្លាប់លោកកែមលីនៅក្នុងផ្សារម៉ាតកាលតិចក្បែរភ្លើងស្តុបបូកូរាជធានីភ្នំពេញប៉ុន្តែមន្ត្រីបកប្រឆាំងនិងសង្គមស៊ីវិលមួយចំនួននៅតែអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវែករកមុខជនដៃដល់ពិតប្រាកដនិងអ្នកឃុបឃិតមកផ្ដន្ទាទោសតាមច្បាប់ខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងចាចំណែកប្រជាប្រដ្ឋជាច្រើននៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យនៅតែមានអារម្មណ៍សោកស្ដាយលោកបណ្ឌិតកែមលីដែលត្រូវឃាតករបាញ់សម្លាប់ប្រជាប្រដ្ឋតាមហាងកាហ្វេនិងតាមទីសាធារណៈនៅក្នុងខេត្តតែងតែប្រមូលផ្ដុំគ្នាតាមដានព័ត៌មានជុំវិញរឿងនេះពីទូរស័ព្ទដៃ Smartphone ហើយនិងបណ្ដាញសង្គម Facebook ចាលោកហងសាយុទ្ធរាយការណ៍ព័ត៌មាននេះពលរដ្ឋមួយចំនួនដែលរស់នៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ក្នុងបំណងចង់មើលមុខរបស់លោកបណ្ឌិតកែមលីចុងក្រោយនៅមុនពេលដែលសាកសពរបស់លោកត្រូវក្រុមគ្រួសារយកទៅបញ្ចុះមរណភាពរបស់លោកបណ្ឌិតកែមលីដែលជាអ្នកវិភាគបញ្ហាសង្គមដែលពលរដ្ឋអះអាងថាមានភាពដ៏ច្បាស់លាស់ហើយត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាកន្លងទៅបានធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋនៅខេត្តឆ្ងាយទោះជាធ្លាប់ស្គាល់និងមិនធ្លាប់ស្គាល់មុខក្តីមានការសោកស្ដាយព្រមទាំងក្តុកក្តួលយ៉ាងខ្លាំងស្ត្រីម្នាក់ជាពលរដ្ឋនៅក្នុងទីរួមខេត្តសៀមរាបក្នុងចំណោមពលរដ្ឋជាច្រើនទៀតគាត់មានប្រសាសន៍កាលពីថ្ងៃអង្គារទី12ខែកក្កដាទាំងអួលដើមកជាមួយនឹងទឹកភ្នែករលីងរលោងថាគាត់មិនធ្លាប់បានជួបមុខលោកកែមលីផ្ទាល់ទេគឺគាត់គ្រាន់តែបានស្ដាប់សំឡេងដែលនិយាយពីបញ្ហាសង្គមខ្មែរតាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងសហរដ្ឋអាមេរិកប៉ុណ្ណោះហើយគាត់មានចិត្តស្រឡាញ់ព្រមទាំងទទួលស្គាល់លោកកែមលីថាជាបញ្ញវន្តខ្មែរស្នេហាជាតិមួយរូបដែលមិនងាយរកបានស្ត្រីដដែលបញ្ជាក់ថាពេលនេះគាត់ហាក់ដូចជាគ្មានព្រលឹងនិងកម្លាំងទេបន្ទាប់ពីបានដឹងថាលោកកែមលីត្រូវឃាតករបាញ់សម្លាប់មានការសោកស្ដាយខ្លាំងបំផុតនៅពេលដែលឮថាគេបាញ់គាត់ស្លាប់គេបាត់បង់វត្ថុដ៏មានតម្លៃមហាសាលនៅលើប្រទេសខ្មែរមិនសមសង្គមខ្មែរសប្តាហ៍គឺអញ្ចឹងឯងឲ្យតែមានអ្នកខ្លាំងពូកែដឹងឮរឿងសង្គមច្រើនគឺកំចាត់ចោលហ្មងមិនទុកឲ្យមាននៅក្នុងចំណេះដឹងហ្មងស្ត្រីម្នាក់ទៀតនៅទីរួមខេត្តសៀមរាបដែរមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថាលោកបណ្ឌិតកែមលីថ្មីត្បិតតែមិនដែលឲ្យអ្វីមករូបគាត់ប៉ុន្តែពាក្យសម្ដីរបស់លោកកែមលីដែលគាត់តែងតែស្ដាប់ឮគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់រូបគាត់និងប្រទេសជាតិទាំងមូលមកក្នុងចិត្តខ្ញុំចង់ឡើងនឹងវិញខ្ញុំនៅអត់ផុតទេនៅខ្ញុំតាមដានស្ដាប់រហល់ហើយគាត់មិនឲ្យអីខ្ញុំហូបប៉ុន្តែគាត់ជួយជាខ្ញុំមិនដែលស្គាល់មកគាត់ទៅខ្ញុំស្ដាប់តាមអាស៊ីសេរីតាមអាមេរិកចោលទេចំណែកលោកសឹមសុភ័ណ្ឌជាប្រជាពលរដ្ឋមួយរូបនៅស្រុកក្រឡាញ់ឲ្យដឹងថារូបលោកគឺជាកូនសិស្សរបស់លោកកែមលី
មុនពេលដែលលោកកែមលីត្រូវឃាតករបាញ់សម្លាប់គឺបានបង្ហាត់បង្រៀនរូបលោកឲ្យចេះដឹងជាច្រើនខ្ញុំជឿថាមនុស្សដែលសម្លាប់នឹងក៏មិនអាចរស់បានយូរមុននឹងក្រោយស្លាប់ដោយទិនហន់វេទនាជាងលោកបណ្ឌិតមិនមែនតែប្រជាពលរដ្ឋនៅខេត្តសៀមរាបប៉ុណ្ណោះទេដែលមិនធ្លាប់ស្គាល់មុខលោកកែមលីសោះប៉ុន្តែសម្ដែងការក្តុកក្តួលនៅពេលដែលលោកកែមលីត្រូវគេបាញ់សម្លាប់សូម្បីតែប្រជាពលរដ្ឋនៅខេត្តរតនមានជ័យដែលជាតំបន់ចុងកាត់មាត់ញក៏មានអារម្មណ៍ក្រៀមក្រំដូចគ្នាដែរក្នុងចំណោមមន្ត្រីរាជការខ្លះអ្វីត្បិតតែមិនហ៊ានសម្ដែងការក្តុកក្តួលជាចំហចំពោះមរណភាពរបស់លោកបណ្ឌិតកែមលីក៏ប៉ុន្តែគេបានខ្សឹបខ្សៀវប្រាប់គ្នាថាពួកគេក្តុកក្តួលយ៉ាងខ្លាំងមិនខុសពីប្រជាពលរដ្ឋដែលស្រែកទ្រហោយំនោះទេខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបរដ្ឋខ្មែរម្កាំងនៅតាមរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកមានគម្រោងរៀបចំពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់លោកបណ្ឌិតកែមលីនៅថ្ងៃសៅរ៍ទី16ខែកក្កដាដែលជាគម្រប់ខួប7ថ្ងៃតែត្រូវខ្មាន់កំភ្លើងបាញ់សម្លាប់លោកកាលពីថ្ងៃអាទិត្យទី10ខែកក្កដាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរម្កាំងលោកទូចវិបុលមានប្រសាសន៍ប្រាប់វិទ្យុអស៊ីសេរីថាគោលបំណងសំខាន់នៃពិធីបុណ្យតាមប្រពៃណីពុទ្ធសាសនានៅតាមវត្តអារាមនានានេះគឺដើម្បីសម្ដែងការដឹងគុណនិងបង្ហាញពីវីរភាពអង្អាចរបស់លោកជារៀងរហូតបាទអង្គការសម្ព័ន្ធមិត្តខ្មែរអាមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបងប្អូនសហគមន៍ខ្មែរជុំវិញពិភពលោករួមមាននៅប្រទេសអូស្ត្រាលីហើយបងប្អូននៅប្រទេសអឺរ៉ុបកាណាដាហើយជាពិសេសនៅរដ្ឋអាមេរិកនៅតាមបណ្ដារដ្ឋនានាដូចជារដ្ឋ California ទីក្រុង Long Beach Washington State Minnesota Texas Florida North Carolina Louisiana ហើយនិង Connecticut សម្រាប់ចិត្តថានឹងធ្វើរួមគ្នានៅថ្ងៃទី16គម្រប់ខួប7ថ្ងៃបុណ្យសពលោកបណ្ឌិតកែមលីបងប្អូនខ្លះនៅតាមបណ្ដារដ្ឋនានានឹងធ្វើនៅថ្ងៃអាទិត្យផងដែរដោយសារតែការជាប់រវល់នៅតាមបណ្ដាវត្តទីមួយតាមតំបន់ទីមួយរបស់បងប្អូនយើងដូច្នេះយើងសង្ឃឹមថាបងប្អូនយើងនៅតាមសហគមន៍ដទៃទៀតបើសិនជាបានទាំងការអំពាវនាវនេះសូមចូលរួមចំណែកធ្វើពិធីបុណ្យគ្រប់ខួប7ថ្ងៃជូនលោកបណ្ឌិតកែមលីទៅតាមលទ្ធភាពបងប្អូនដែលអាចធ្វើទៅបានបាទចាលោកទូចវិបុលបន្តថាប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសតែងតែស្រឡាញ់និងគោរពលោកបណ្ឌិតកែមលីដែលជាបញ្ញវន្តខ្មែរមួយរូបមានបុគ្គលិកលក្ខណៈល្អប្រពៃចេះគិតគូរនិងស្រឡាញ់ប្រទេសជាតិយ៉ាងពិតប្រាកដគឺដោយសារតែលោកហ៊ាននិយាយរិះគន់ចំដល់ទង្វើនៃការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំណែកឯបរដ្ឋខ្មែរអាមេរិកម្នាក់ទៀតគឺលោកសេងប៊ុនសុងពីរដ្ឋញូវយ៉កក៏បានបញ្ជាក់ផងដែរថាក្រុមរបស់លោកចង់ឲ្យរក្សាសពលោកបណ្ឌិតកែមលីទុកឲ្យបានយូរអង្វែងដើម្បីបង្ហាញពីការហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុប្រទេសជាតិនិងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្នាយល់ដឹងពីស្ថានភាពបច្ចុប្បន្នបាទសពហ្នឹងខ្ញុំចង់ដែលពួកក្រុមខ្ញុំហ្នឹងដែលមានឈ្មោះថាដែលខ្មែរវាយហើយជាមានសមាជិកនៅតាមរដ្ឋផ្សេងៗហ្នឹងក៏យល់ស្របមតិគ្នាហ្នឹងចង់រក្សាបព្វព័ន្ធហ្នឹងជាទៅជាមួយឆ្នាំក៏ដោយ2ឆ្នាំ3ឆ្នាំក៏ដោយបើសិនជារដ្ឋាភិបាលគេអាចទទួលទុកដាក់បានប៉ុន្តែទឹកចិត្តពួកយើងជាខ្មែរទាំងអស់គ្នាដែលចង់ឲ្យខ្មែរយើងទាំងអស់គ្នានឹងដែលចេះសាមគ្គីគ្នាឡើងដែលតោងដៃគ្នាឡើងដើម្បីទុកជាគំរូដល់ក្មេងជំនាន់ក្រោយបាទឲ្យបានយល់ឃើញថាយើងនៅមានវីរបុរសដែលហ៊ានលះបង់ជីវិតដែលនិយាយនៃការពិតនៅក្នុងសង្គមបាទចាលោកសេងមិនសុងឲ្យដឹងថាក្រុមរបស់លោកកំពុងតាក់ទងភរិយានិងក្រុមគ្រួសាររបស់លោកបណ្ឌិតកែមលីដើម្បីប្រាប់ពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសលោកថារយៈពេលប្រហែលថ្ងៃមកនេះក្រុមរបស់លោកអង្គាសប្រាក់បានចំនួន$3,000អាមេរិកសម្រាប់ជួយដល់ក្រុមគ្រួសារសពចារឿងដាច់ដライកាលពីថ្ងៃអង្គារម្សិលមិញជនភៀសខ្លួនម៉ុងតាញាចំនួន16នាក់ថ្មីទៀតក្នុងនោះគឺមានស្ត្រី3នាក់និងកុមារ3នាក់បានស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសវៀតណាមវិញតាមច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូយ៉ាដាវខេត្តរតនគិរីស្នងការរងប៉ូលីសខេត្តរតនគិរីលោកជាបន្ទឿនបញ្ជាក់ថា
ក្រុមការងារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR គឺជាអ្នកសម្របសម្រួលដល់ការបញ្ជូនជនភៀសខ្លួនទាំង16នាក់នោះទៅកាន់ស្រុកកំណើតវិញការស្ម័គ្រចិត្តរបស់ជនភៀសខ្លួនបន្ទាប់ពីរងចាំចុះបញ្ជីកំណត់អត្តសញ្ញាណជនភៀសខ្លួននៅទីក្រុងភ្នំពេញមិនបានសម្រេចក្នុងការជួលដំណើរវិលត្រឡប់ទៅវិញនេះគឺមានតំណាង UN យើងបានធ្វើការសម្របសម្រួលជាមួយនឹងសមត្ថកិច្ចតាមដងផ្លូវហ្នឹងរហូតដល់ជាប់ធានគឺថាបានជូនទៅដល់ព្រំដែនម៉ោង 7:45 នាទីបាទហើយខាងតំណាង UN ក៏បានជូនដំណើររហូតទៅដល់ប្រទេសវៀតណាមនោះដែរជូនដំណើរទៅជាមួយទៀតប្រទេសវៀតណាមទាំង16ហ្នឹងគឺខាងមានការស្ម័គ្រចិត្តបាទក៏ស្ម័គ្រចិត្តត្រឡប់ទៅស្រុកកំណើតគាត់វិញចាប់ពីចុងឆ្នាំ2014រហូតដល់បច្ចុប្បន្នជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមជាង200នាក់បានរត់ចេញពីភាគកណ្ដាលនៃប្រទេសវៀតណាមមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជាជនភៀសខ្លួនវៀតណាមចំនួន13នាក់ត្រូវបានបញ្ជូនឲ្យទៅរស់នៅប្រទេសហ្វីលីពីនតាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបច្ចុប្បន្ននៅសល់ជនភៀសខ្លួនម៉ុងតាញ៉ាកំពុងរស់នៅក្នុងជំរំស្នាក់នៅទីក្រុងភ្នំពេញចំនួនជាង160នាក់ទៀតចាលោកនាងកញ្ញាជាទីមេត្រីប្រជាប្រដ្ឋរស់នៅលើដីចំណីផ្លូវនៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះអំពាវនាវឲ្យកាកបាទក្រហមកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិប្រជាប្រដ្ឋទាំង5គ្រួសារនោះត្រូវខ្យល់កន្ត្រាក់បំផ្លាញផ្ទះអស់5ខ្នងរំលំទាំងស្រុងកាលពីថ្ងៃទី8ខែកក្កដាចាលោកម៉ាន់សុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់រស់នៅភូមិដងឃុំខ្សឹមស្រុកស្នួលឲ្យដឹងថាអាជ្ញាធរហាក់រារែកក្នុងការផ្ដល់ជំនួយមនុស្សធម៌របស់កាកបាទក្រហមដល់ពលរដ្ឋ5គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ផ្ទុយពីពលរដ្ឋដែលមាននិន្នាការគាំទ្រគណៈបកកណ្ដាលអំណាចទៀតសោតប្រសិនបើអ្នកគាំទ្រគណៈបកប្រជាជនកម្ពុជាមានវិបត្តិគ្រោះធម្មជាតិអាជ្ញាធររដ្ឋាភិបាលនិងកាកបាទក្រហមបានចុះអន្តរាគមន៍ឬផ្ដល់ជំនួយមនុស្សធម៌ភ្លាមតំណាងពលរដ្ឋ5គ្រួសារលោកមេធីរៀបរាប់ថាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោះតង់ស្នាក់នៅបណ្ដោះអាសន្នហើយពលរដ្ឋខ្លះដើរដេកតាមសញ្ចាផ្ទះគេដល់ពេលឥឡូវនេះឃើញតែខ្យល់ទៅមកទៅដួលផ្ទះសិនទីអស់ហើយអត់ឃើញលោកណាមិនចង់ជួយអីផងវាត្រថាក្រណាមកមានស្អីមានឆ្នាំងចាស់ហើយមានតែកាទេលហេលហែកដេកនោះអភិបាលស្រុកស្នួលលោកកុងកឹមនីប្រាប់វិសុអាស៊ីសេរីថាក្រុមការងារកាកបាទក្រហមក្រុងនឹងចុះចែកអំណោយពលរដ្ឋទាំងនោះនៅពេលឆាប់នេះកាលណាមានបញ្ហាគ្រប់អន្តរាយអញ្ចឹងគឺយើងតែងតែរៀបចំចូលទៅគ្រប់គ្នាអញ្ចឹងហ្មងវាអត់ដែលគិតពណ៌សម្បល់គោលនយោបាយប៉ះពួរឲ្យតែប្រជាពលរដ្ឋតែពាក់ព័ន្ធបញ្ហាគ្រប់អន្តរាយកាកបាទក្រហមកម្ពុជាគឺជាអង្គការមនុស្សធម៌ធំជាងគេនៅកម្ពុជាមានបេសកកម្មផ្ដោតលើគោលការណ៍គ្រឹះ7យ៉ាងគឺភាពមនុស្សធម៌ភាពមិនលំអៀងអព្យាក្រឹតភាពឯករាជ្យភាពសេវាកម្មស្ម័គ្រចិត្តឯកភាពនិងសកលភាពតែទោះជាយ៉ាងនេះក្តីការចែកអំណោយជាក់ស្ដែងប្រជាពលរដ្ឋមួយចំនួនរិះគន់ថាការចែកអំណោយនោះមានការរើសអើងនិងប្រកាន់នានាការនយោបាយដូចជាពលរដ្ឋរងគ្រោះដីធ្លីសកម្មជនការពារសិទ្ធិមនុស្សត្រូវបានគេបាញ់សម្លាប់ជាដើមកាកបាទក្រហមមិនបានផ្ដល់អំណោយជូនអ្នកទាំងនេះទេខ្ញុំម៉ែនសុធីវិសុអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកនាងជាទីមេត្រីនៅខេត្តមណ្ឌលគិរីឯណោះវិញប្រជាប្រដ្ឋចំណាក់ស្រុកជាង200នាក់នាំគ្នាមកសង់រោងស្នាក់នៅលើដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Pacific ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 78A នៅក្នុងឃុំរយ៉ស្រុកកោះញែកក្រុមសមត្ថកិច្ចសម្រាប់ឃាត់ខ្លួនមេដឹកនាំប្រជាប្រដ្ឋនិងតម្រូវឲ្យរុះរើរោងស្នាក់នៅនោះឲ្យត្រូវចាក់ចេញសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលមេដឹកនាំប្រជាប្រដ្ឋចំណាក់ស្រុកគឺអ្នកស្រីរិទ្ធវណ្ណីត្រូវសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តមណ្ឌលគិរីចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី11ខែកក្កដាបន្ទាប់ពីអ្នកស្រីព្យាយាមគេចខ្លួនតាមរទេះគោយន្តមួយគ្រឿងក្នុងហេតុការណ៍ដឹកនាំប្រជាប្រដ្ឋជាង200នាក់មកសង់រោងសម្ពុតកៅស៊ូស្នាក់នៅលើដីសម្បត្តិរបស់ក្រុមហ៊ុន Pacific ស្នងការរងប៉ូលីសខេត្តមណ្ឌលគិរីលោកសូសវណ្ណបញ្ជាក់ថាអ្នកស្រីរិទ្ធវណ្ណីមិនព្រមចូលខ្លួនទៅបំភ្លឺនៅស្នងការប៉ូលីសទើបសមត្ថកិច្ចបង្ខំប្រើកម្លាំងចាប់ខ្លួនអ្នកស្រីដើម្បីសាកសួរពីហេតុផលនៃការដឹកនាំប្រជាពលរដ្ឋមកសង់រោងស្នាក់នៅលើដីសម្បត្តិដែលរដ្ឋបានវិនិយោគទៅឲ្យក្រុមហ៊ុនដោយសារគាត់កិច្ចចឹងយើងបង្ខំត្រូវតែប្រើកម្លាំងដើម្បីយកគាត់ឲ្យបានសួរកាលពីរសៀលថ្ងៃទី10ខែកក្កដាប្រជាពលរដ្ឋចំណាក់ស្រុកជាង200នាក់បាននាំគ្នាប្រាស្រ័យមធ្យោបាយផ្ទាល់ខ្លួនមានគោយន្តនិងម៉ូតូដឹកជញ្ជូនសម្ភារៈចូលមកសង់រោងស្នាក់នៅជាថ្មី
លើទីតាំងដីសម្បទានក្រុមហ៊ុនដដែលរោងប្រក់តង់កៅស៊ូប្រមាណ10រោងត្រូវបានអ្នកភូមិសង់ជាបន្តបន្ទាប់រហូតមកទល់នឹងព្រឹកថ្ងៃទី11ខែកក្កដាក្រមប្រជាពលរដ្ឋចំណាក់ស្រុកមួយចំនួនអះអាងថាពួកគេគ្មានមេដឹកនាំទេក៏ប៉ុន្តែដោយសារជីវភាពក្រីក្រគ្មានដីទើបមករស់នៅតំបន់នោះតាំងពីឆ្នាំ2009មុនពេលរដ្ឋបានប្រគល់ដីនោះទៅឲ្យក្រុមហ៊ុនសម្បទានចំណែកអាជ្ញាធរបានបណ្ដេញនិងរុះរើរោងស្នាក់នៅរបស់ពួកគេច្រើនលើកមិនឲ្យរស់នៅទីនោះទើបអ្នកភូមិនាំគ្នាមកតាំងលំនៅបណ្ដោះអាសន្នដើម្បីតវ៉ាឲ្យអាជ្ញាធរកាត់ដីនោះជូនប្រជាពលរដ្ឋឆ្លើយតបការអះអាងរបស់ពលរដ្ឋអភិបាលរងស្រុកកោះញែកលោកនុតបឿនបញ្ជាក់ថាប្រជាពលរដ្ឋចំណាក់ស្រុកមួយចំនួនគឺជាក្រុមអនាធិបតេយ្យនាំគ្នាអូសទាញប្រជាពលរដ្ឋពីខេត្តជិតខាងមកចាប់ដីរដ្ឋអាជ្ញាធរសមត្ថកិច្ចមិនអាចអនុញ្ញាតឲ្យគាត់នៅទីនេះបានទេមិនមែនថាយើងប៉ះដៃយកដៃប៉ះជើងយកជើងទេអញ្ចឹងយើងនិយាយគ្នាដោយសន្តិវិធីគាត់ត្រឡប់ទៅវិញហើយពាក់ព័ន្ធនឹងប្រជាពលរដ្ឋដែលគាត់អត់ដីយើងមានការស្នើសុំតាមរយៈអាជ្ញាធរយើងមានដីសម្បទានភូមិកិច្ចក្រមសមាជិកមន្ត្រីមូលដ្ឋាននិងអ្នកឃ្លាំមើលសិទ្ធិមនុស្សបានពន្យល់អ្នកភូមិពីភាពមិនស្របច្បាប់ទាក់ទិនការតាំងលំនៅលើដីក្រុមហ៊ុនសម្បទានចំណែកប្រជាពលរដ្ឋប្រមាណ 50% បាននាំគ្នាចាក់ចែងបន្ទាប់ពីអាជ្ញាធរតម្រូវឲ្យពួកគេរុះរើរោងចេញពីដីក្រុមហ៊ុនរីឯប្រជាពលរដ្ឋនៅសេសសល់បាននាំគ្នារុះរោងចាក់ចែងជាបន្តបន្ទាប់គ្នាក្រោយពេលមេដឹកនាំប្រជាពលរដ្ឋត្រូវសមាជិកឃាត់ខ្លួននេះជាលើកទី6ហើយដែលប្រជាពលរដ្ឋចំណាក់ស្រុកនាំគ្នាមកតាំងលំនៅលើដីសម្បត្តិរបស់ក្រុមហ៊ុនបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះមកពីខេត្តកំពង់ចាមព្រះវិហារស្ទឹងត្រែងស្វាយរៀងកំពង់ធំមកធ្វើជាកម្មករនៅខេត្តមណ្ឌលគិរីបច្ចុប្បន្នអ្នកខ្លះគ្មានដីតាំងលំនៅនិងប្រកបរបរកសិកម្មខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់នាងខ្ញុំម៉ៅសុធានីសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពឺស្ដាប់ដល់អំពីចាប្រជាពលរដ្ឋនៅខេត្តភៀកឦសានជំរុញឲ្យគណៈបកជាប់ឆ្នោតទាំងពីរស្វែងរកយន្តការដោះស្រាយវិបត្តិសង្គមប្រតិកម្មរបស់ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកជំវិញការបាញ់សម្លាប់លោកបណ្ឌិតកែមលីចាជីវប្រវត្តិសង្ខេបនិងសកម្មភាពការងាររបស់អតីតអ្នកឆ្លងថ្លៃព័ត៌មានឲ្យកាសែត New York Times គឺលោក Sydney Schenberg ហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីប្រជាប្រដ្ឋនៅខេត្តភៀកឦសានសម្ដែងក្តីបារម្ភពីស្ថានភាពនយោបាយដែលកំពុងឡើងកម្ដៅខ្លាំងបន្ទាប់ពីមានការបាញ់សម្លាប់អ្នកវិភាគការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលតំណាងរាស្ត្រមន្ត្រីបរិស្ថាននិងសកម្មជនបក្សប្រជាជាតិជាដើមក្រមប្រជាប្រដ្ឋចង់ឃើញគណៈបកជាប់ឆ្នោតទាំងពីរមានស្មារតីសាមគ្គីភាពឯកភាពជាតិមានមេត្តាធម៌និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីស្វែងរកយន្តការរួមដោះស្រាយវិបត្តិសង្គមចាលោកម៉ែនសុធីរាយការណ៍ពិស្ដាអំពីបញ្ហានេះពលរដ្ឋនៅខេត្តភៀកឦសានមានការយល់ឃើញផ្សេងៗគ្នាពីស្ថានភាពនយោបាយរបស់កម្ពុជាពលរដ្ឋខ្លះមិនហ៊ានបញ្ចេញមតិប្រាប់វិទ្យុអាស៊ីសេរីទេព្រោះបារម្ភពីសុវត្ថិភាពហើយពលរដ្ឋខ្លះទៀតមិនសូវខ្វល់បញ្ហានយោបាយទេដោយពួកគេគិតពីមុខរបរចិញ្ចឹមជីវិតចំណែកពលរដ្ឋមួយចំនួនធំសម្ដែងការបារម្ភពីស្ថានភាពនយោបាយដែលកំពុងឡើងកម្ដៅក្រុមពលរដ្ឋអំពាវនាវឲ្យរដ្ឋាភិបាលពន្យាការដោះស្រាយបញ្ហានយោបាយនិងវិបត្តិសង្គមនានាដោយសន្តិវិធីដើម្បីកុំឲ្យប្រទេសជិតខាងវិតម្លៃឬមើលស្រាលក្រុមអាជីវករកសិករនិងអ្នករត់ម៉ូតូឌុបរស់នៅខេត្តស្ទឹងត្រែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី12កក្កដាថាពួកគេខ្វាយខ្វល់យ៉ាងខ្លាំងនៃការមិនឯកភាពគ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរដែលជាប្រធានបទចម្បងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេសជាពិសេសគឺអាចរាំងស្ទះដល់ដំណើរការដោះស្រាយវិបត្តិសង្គមមានជាអាចបញ្ហាព្រំដែនបញ្ហាគ្រឿងញៀនព្រៃឈើឬធនធានធម្មជាតិនិងសេដ្ឋកិច្ចជាដើម
ពួកគេអះអាងផ្សេងៗពីគ្នាថាប្រសិនបើអ្នកនយោបាយមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំនោះទេផលប៉ះពាល់នឹងកាន់តែចាក់ឫសជ្រៅដល់សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតែខ្មែរយើងឲ្យតែមានអ្នកចេះដឹងលិចមុខតិចច្រើនតែផ្ដាច់ចោលមិនដូចប្រទេសគេផ្សេងៗលើក្នុងនាមជាប្រជាពលរដ្ឋខ្ញុំសូមជំនុំពរដែរចំពោះអាជ្ញាធរដែលមានសមត្ថកិច្ចសម្រាប់ថាគ្រប់គ្រងគ្រឿងអាវុធជាតិផ្ទុះបាទដូចថាយើងត្រួសយើងគ្រប់គ្រងទៅវាអត់បានវាមិនដាល់ឲ្យវាលបូតទៅដល់ជួនល្មើសវាមិនខ្លាចទេគាត់ថាយើងគេធ្វើមិនស្រេចតែគេទេយើងគុំទៅនេះយើងជនសាមញ្ញធម្មតាខ្ញុំអ្នករស់ស៊ីផ្សេងគេអ្នកយោបាយគេផ្សឹងទៅបើគេមិនចឹងមួយគេទៅអត់ហ៊ានទេខ្លាចយ៉ាងម៉េចមកខ្លាចគេអ្នកលើអញ្ចឹងទៅយកឲ្យមានខ្នងមានឯងដូចគេផងធ្វើមិនកើតដូចគេអ្នកចេះដឹងវិភាគនយោបាយច្រើនបាត់បង់ជីវិតទៅហើយគ្មានការរយយុត្តិធម៌ឲ្យបាត់បង់ទៅគេឈឹងសូនរហូតមិននឹងជាទៅអនាគតនឹងបាត់បង់បុគ្គលណាអ្នកចេះដឹងណាទៀតមូលហេតុដល់ព្រោះថាយើងមិនមែនជាអ្នកនយោបាយយើងគ្រាន់តែជាអ្នករំតោដប់ធម្មតាអញ្ចឹងគិតថាល្មិចដល់ខ្ញុំរំតោអញ្ចឹងនឹងវាថាមិនបានតែបារម្ភបានថាវាគិតវាម្ដងបានគិតវាមិនកើតហ្មងបាទអត់ដែលដឹងបាទស្ដាប់អីសោះបាទស្ដាប់អីសោះបាទដឹងមុខរបរយើងស៊ីចិញ្ចឹមជីវិតពលរដ្ឋរស់នៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះលោកពៅសាវៀនបារម្ភពីដំណើរការវិវត្តនៃរលកនយោបាយដែលកើតមានលោកថាបញ្ហាមួយចំនួនក្នុងសង្គមបានចាក់ឫសយ៉ាងជ្រៅមិនត្រូវបានអ្នកនយោបាយលើកជារបៀបវិរៈដោះស្រាយនោះទេរួមមានចំនួនដីធ្លីជាដើមលោកមើលឃើញថាអ្នកនយោបាយភាគច្រើនតែលៀបពណ៌គ្នាដោយមិនសូវគិតពីសុខទុក្ខប្រជាពលរដ្ឋនោះទេលៀបពណ៌គ្នាទៅវិញទៅមកអញ្ចឹងទៅវាមានប៉ះពាល់ដល់ប្រជាពលរដ្ឋចឹងបងដល់ពេលប្រជាពលរដ្ឋគាត់រងទុក្ខលំបាកអ្វីមួយដូចរឿងដីធ្លីដូចរឿងបញ្ហាអ្វីមួយចឹងគាត់អត់សូវយកចិត្តទុកដាក់អញ្ចឹងគាត់អាឡ័យទៅគិតតែនយោបាយគាត់មិនគិតដល់ប្រជាពលរដ្ឋដែលមានទុក្ខលំបាកទេមកខ្ញុំសំណូមពរថាឲ្យប្រមុខដឹកនាំទាំងអស់ឲ្យចេះរួមដៃគ្នាចេះរួមសាមគ្គីគ្នាកុំឲ្យយកកំហឹងយកមកដាក់ខ្លួនពលរដ្ឋជនជាតិដើមភាគតិចភ្នំរស់នៅឃុំដាក់ដាមស្រុកអូរាំងខេត្តមណ្ឌលគិរីលោកបូរ៉េតកំពីអំពាវនាវឲ្យអ្នកនយោបាយជាពិសេសរដ្ឋាភិបាលចេះស្រឡាញ់គ្នាយោគយល់គ្នាដោះស្រាយបញ្ហាដោយសន្តិវិធីនិងឯកភាពគ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរលោកចង់ឃើញអ្នកនយោបាយបំពេញបេសកកម្មការងារមានមូលដ្ឋានគ្រឹះ4យ៉ាងគឺមេត្តាករុណាឧបេក្ខានិងមុទិតាលើពីនេះពលរដ្ឋក៏ចង់ឲ្យរដ្ឋាភិបាលផ្ដល់សិទ្ធិសេរីភាពបញ្ចេញមតិពេញលេញដោយពុំមានការរដ្ឋបិទនិងគំរាមកំហែងលោកថាពលរដ្ឋភាគច្រើននៅពេលទទួលដំណឹងថាមានការបាញ់សម្លាប់លោកបណ្ឌិតកែមលីពួកគេកាន់តែភ័យខ្លាចពីស្ថានភាពនយោបាយនិងបរិយាកាសសង្គមជាពិសេសការបញ្ចេញមតិជាសាធារណៈហើយពលរដ្ឋក៏ពុំសូវហ៊ានចូលរួមអភិរក្សព្រៃសហគមន៍នៅមូលដ្ឋានដូចមុននោះឡើយចាអ្នកដឹកនាំឬក៏អ្នកធ្វើនយោបាយក៏ដោយគឺឲ្យពុកទាំងអស់គ្នានឹងចេះស្រឡាញ់រួមគ្នាយោគយល់គ្នាដោះស្រាយតែអ្វីមួយឲ្យសន្តិវិធីមិនត្រូវប្រើហិង្សាដោយគ្នានេះដែរជនជាតិដើមភាគតិចចារាយរស់នៅឃុំបញ្ញាយស្រុកអូយ៉ាដាវខេត្តរតនគិរីលោករម៉ាស្វាតបារម្ភដែរថាពលរដ្ឋបោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេសគឺចង់បានលទ្ធិប្រជាធិបតេយ្យពេញលេញតែផ្ទុយទៅវិញលទ្ធិប្រជាធិបតេយ្យមានតែលើក្រដាសការអភិរក្សព្រៃឈើដំណោះស្រាយបញ្ហានានាក្នុងសង្គមមិនត្រូវបានអាជ្ញាធររដ្ឋាភិបាលយកចិត្តទុកដាក់ដោះស្រាយនោះទេឃើញតែពួកគេគិតពីបកពួកនិយមនិងរដ្ឋបတ်សេរីភាពសហគមន៍មិនឲ្យជួបប្រជុំជាមួយអង្គការសង្គមស៊ីវិលព្រមទាំងចូលរួមការពារព្រៃឈើជាដើមបាទរដ្ឋាភិបាលនេះមុខចប់ថ្ងៃនេះកាន់អំណាចនិយមបកពួកគ្នាចង់ជ្រុំពោរដ្ឋាភិបាលលើចង់សាមគ្គីគុំបកពួកគ្នាដូចជាកសែគ្នាឯងចង់សាមគ្គីរួមសាមគ្គីគ្នាទៅវិញពីនេះតទៅឆ្លើយតបការលើកឡើងនេះអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចលោកសុកអេសានលើកឡើងថាលោកមិនជំទាស់ការយល់ឃើញរបស់ពលរដ្ឋនោះទេព្រោះវាជាសិទ្ធិបញ្ចេញមតិតែលោកសូមឲ្យពលរដ្ឋក្តាប់សភាពការនៃជីវភាពសង្គមឲ្យច្បាស់លាស់ថាតើមានការភ័យខ្លាចដែរឬទេលោកថារឿងដែលកើតឡើងកន្លងមកមិនអាស្រ័យលើគណៈបកណាមួយនោះទេវាអាស្រ័យលើការប្រព្រឹត្តខុសរបស់មន្ត្រីគណៈបកសង្គ្រោះជាតិនិងមន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនជាងនេះបានវិច័យមកហើយគាត់ធ្វើខុសហើយគាត់ទៅមិនទទួលខុសត្រូវចំពោះមុខច្បាប់គាត់ត្រូវស្រាវជ្រាវស្ថានភាពនយោបាយនៅដល់ឲ្យភ័យខ្លាចអញ្ចឹងមានការគិតសង្កត់ពីគណៈបកកណ្ដាលអំណាចឬពីរដ្ឋាភិបាលតែតាមពិតយើងបើសិនណាជាយើងអត់ធ្វើខុសអីហើយគេទៅចាប់ចងយើងគេទៅសម្លុតគម្រាមកំហែងយើងអានឹងចាំយើងនិយាយអញ្ចឹងបានវាសមស្រប
មន្ត្រីខ្លមើសិទ្ធិមនុស្សនៃសមាគមអាត6ខេត្តរតនគិរីលោកឆៃធីក៏សម្គាល់ថាបន្ទាប់ពីឡើងកម្ដៅនយោបាយកាន់តែខ្លាំងឡើងមួយរយៈនេះជនជាដើមភាគតិចដែលធ្លាប់រាយការណ៍ពីស្ថានភាពព្រៃឈើនៅមូលដ្ឋាននិងបញ្ហានានាក្នុងសង្គមបែរជាខ្លាចរអាលោកក៏សម្គាល់ថាចាប់តាំងពីដើមឆ្នាំ2016មកនៅគ្រាដែលក្រុមអង្គការសង្គមស៊ីវិលចុះពង្រឹងសិទ្ធិមូលដ្ឋានដល់សហគមន៍មានការរដ្ឋបិទសេរីភាពប្រជុំដល់អាជ្ញាធរនិងសមត្ថកិច្ចចំនួន3លើកហើយលោកថាសហគមន៍ហាក់ភ័យខ្លាចក្នុងការប្រមូលកម្លាំងការពារព្រៃឈើនៅមូលដ្ឋានដោយសារតែពួកគេបារម្ភពីសុវត្ថិភាពលោកថាបញ្ហានេះអាចបណ្ដាលមកពីឥទ្ធិពលនយោបាយនៅពេលឡើងកម្ដៅហូរហែមកពីស្ងប់ស្ងាត់ក្នុងមួយរយៈពេលនេះនៅពេលដែលគាត់ត្រូវបានគេរំលោភដីធ្លីពួកគាត់ត្រូវបានគេកាប់បំផ្លាញព្រៃឈើហើយយើងឃើញក្រុមពួកគាត់មិនទៅជាហ៊ានតូគៀងកម្លាំងគ្នាទៅទប់ស្កាត់ឬក៏ដាក់ពាក្យមិនដឹងអីទេបាទស្រដៀងគ្នានេះដែរកាលពីឆ្នាំ2000មានការបាញ់តារាចម្រៀងដ៏ល្បីគឺកញ្ញាទូចសុនិចរបស់ធ្ងន់អ្នកប្រើប្រាស់បណ្ដាញសង្គមសង្ស័យថាការបាញ់សម្លាប់នោះអាចជារឿងនយោបាយច្រើនជាងរឿងឯកជនហើយការបាញ់សម្លាប់នោះគេបង្វែរសាច់រឿងតាមស្រឡាញ់មិនបានចំណែកវិសុនិងទូរទស្សន៍ក្នុងស្រុកទាំងអស់ត្រូវបានគេហាមមិនឲ្យចាក់បទចម្រៀងនោះដែលតាក់ទងពលរដ្ឋខ្មែរក្រោមចំណែកកវីនិពន្ធម្ចាស់ស្ទឹងសង្កែលោកគង់ប៊ុនឈឿនដែលជាកវីដ៏ល្បីសម័យលោកស៊ិនស៊ីសាមុតមុនពេលលោកស្លាប់កាលពីដើមឆ្នាំ2016លោកបានចេញខ្សែវីដេអូខ្លីមួយហើយបង្ហោះតាមបណ្ដាញសង្គមផ្ដោតសំខាន់ឲ្យអ្នកនយោបាយនិងពលរដ្ឋទូទៅចេះស្រឡាញ់គ្នាកសាងជាតិដើម្បីកុំឲ្យមេដឹកនាំខ្មែរធ្វើនយោបាយជន់ដានប្រវត្តិសាស្ត្រដដែលខ្ញុំម៉ែនសុធីវិសុអាស៊ីសេរីពីខេត្តស្ទឹងត្រែងចាលោកអ្នកស្ដាប់ជាទីមេត្រីនៅឯសហរដ្ឋអាមេរិកនេះវិញប្រជាប្រដ្ឋខ្មែរអាមេរិកនៅតាមរដ្ឋជាច្រើនបានសម្ដែងក្តីសោកស្ដាយនិងថ្កោលទោសជាខ្លាំងចំពោះការបាញ់សម្លាប់លោកបណ្ឌិតកែមលីអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមនិងអ្នកវិភាគនយោបាយចាសូមអញ្ជើញលោកនាងស្ដាប់ការស្រង់មតិយោបល់និងប្រតិកម្មនានារបស់ពលរដ្ឋខ្មែរអាមេរិកដែលរៀបចំជូនដល់នាងខ្ញុំដូចតទៅក៏សម្រាប់ប្រយុទ្ធថៃប្រធានសហព័ន្ធផ្នែកកម្ពុជាក្រៅពិភពលោករឿងសោកនាដកម្មមួយដែលកើតមានឡើងនៅប្រទេសកម្ពុជាគឺទាក់ទងនឹងហេតុកម្មលើលោកបណ្ឌិតកែមលីដែលធ្វើឲ្យបងប្អូនខ្មែរយើងមានការក្តុកក្តួលរំភានចិត្តដោយសារបញ្ញវន្តប្រទេសកម្ពុជាយើងនឹងតិចតួចស្ដួចស្ដាយបំផុតមានការរងគ្រោះដោយសារការនិយាយដើម្បីការពាររដ្ឋសិទ្ធិមនុស្សការពារនៅអ្វីដែលបង្ខាត់ចំពោះប្រទេសជាតិយើងដែលហិនហោចពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ទៀតក្នុងករណីនេះខ្ញុំសូមអំពាវនាវដល់បងប្អូនខ្មែរយើងនៅគ្រប់ទិសទីទាំងអស់ថាសូមរួបរวมគ្នាឡើងកុំប្រកាន់គ្នាថាដើម្បីជំរុញដើម្បីធ្វើយ៉ាងណាឲ្យរដ្ឋាភិបាលខ្មែរត្រូវតែភ្ញាក់រលឹកឡើងកុំយកខ្មែរនិងខ្មែរធ្វើជាសត្រូវត្រូវតែមានការដាស់តឿនគ្នាឡើងហ្នឹងបានយើងអាចរួបរวมគ្នាបានខ្ញុំឈ្មោះអ្នកស្រីជាអ៊ីចាខ្ញុំមានអាយុ75ឆ្នាំហើយទីលំនៅខ្ញុំនៅវិទ្យាញាខ្ញុំបានលើដំណឹងដែលលោកកែមលីមានចេតកោបាញ់ប្រហារលោកខ្ញុំមានសេចក្តីរន្ធត់ណាស់ខ្ញុំសោកស្ដាយជាទីបំផុតគឺលោកបណ្ឌិតជាមានមនុស្សជាមានពុកលក្ខណៈប្រសើរបំផុតនឹងថឹងហើយនិយាយអ្វីមិនបំភ្លើពីការពិតទេចាគាត់និយាយតែត្រង់តែម្ដងកម្រនឹងមានមនុស្សណាមានពុកលក្ខណៈដូចគាត់ណាដូច្នេះហើយខ្ញុំសោកស្ដាយជាទីបំផុតខ្ញុំយំ2ថ្ងៃហើយមិនបាត់ទេចាខ្ញុំសោកស្ដាយណាស់ខ្ញុំថារឿងនេះមិនមែនជារឿងជំពាក់ប្រាក់ជំពាក់អីទេជារឿងនយោបាយសុទ្ធសាធហ្មងចាពីព្រោះគាត់វិភាគនយោបាយចំណាស់ជាមួយអាស៊ីសេរីនិងរឿង Global Witness ចេញរបាយការណ៍មកគាត់បានមានប្រសាសន៍ថារបាយការណ៍របស់ Global Witness គាត់មើលហើយមើលទៀតមើលលម្អិតថារបាយការណ៍នឹងមិនមែនជារឿងបំផ្លាញទេគាត់មានប្រសាសន៍អញ្ចឹងខ្ញុំក៏យល់ស្របតាមគាត់ដែរចា
ខ្ញុំឈ្មោះគុជចន្ទនីខ្ញុំជាអ្នកមានអាជ្ញាប័ណ្ណផ្នែកខាងព្យាបាលជំងឺចិត្តសាស្ត្រប្រជាប្រដ្ឋនៅស្រុកអាមេរិកនេះហើយខ្ញុំរស់នៅរដ្ឋ Maryland ជាបឋមនេះខ្ញុំសូមចូលរួមបរិណទុកដល់គ្រួសាររបស់លោកបណ្ឌិតកែមលីប្រពន្ធនិងកូនរបស់គាត់ទាំងអស់ខ្ញុំមានសេចក្តីតក់ស្លុតខ្លាំងចំពោះកិច្ចកម្មនេះហើយក៏ប៉ុន្តែខ្ញុំមិនទៅជាមានការភ្ញាក់ផ្អើលព្រោះទេពីព្រោះការតាមដាននៃការពិសោធន៍ផ្ទាល់ខ្លួននៃជីវិតរបស់ខ្ញុំឆ្លងកាត់របបប្រជានិយមតាំងពីឆ្នាំ1979រហូតមកដល់សប្តាហ៍នេះมันមិនមានតែលោកកែមលីទេដែលពួកប្រជានិយមពួកកុម្មុយនីសនិយមពួកខ្មែរក្រហមនិយាយចំទៅដែលគេបានធ្វើឃាតដែលគេបានសម្លាប់ក្នុងរូបភាពផ្សេងៗនោះសប្តាហ៍នេះការសម្លាប់នឹងនៅតែបន្តទៅទៀតក្នុងចំណោមបញ្ញវន្តខ្មែរយើងរបៀបបែបបទការសម្លាប់បន្តទៅទៀតនេះអាចធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់គ្នានឹងមានការភ្ញាក់រលឹកច្រើនហើយមានការយល់ឃើញថាប្រទេសខ្មែរយើងកំពុងតែប្រឈមមុខនឹងការបំបត្តិបញ្ញវន្តខ្មែរយើងបន្តទៅទៀតហើយនឹងឈានទៅដល់ការបំបត្តិពូជសាសន៍ខ្មែរយើងឬក៏ការលេបទឹកដីប្រទេសខ្មែរយើងតទៅទៀតផងខ្ញុំសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរយើងនៅមានជំងឺបាក់ស្បាតនៅក្នុងអារម្មណ៍នៅក្នុងចិត្តរបស់ខ្លួននឹងជាច្រើនឆ្នាំមកហើយការខ្លាចនេះអាចជាសញ្ញាគ្រោះថ្នាក់មួយដល់អនាគតនៃប្រទេសខ្មែរយើងជាការគួរឲ្យព្រួយបារម្ភណាស់ហើយខ្ញុំសូមឲ្យប្រជាពលរដ្ឋខ្មែរយើងគឺថាជំនះការខ្លាចរបស់ខ្លួននេះបានមានជោគជ័យទើបអាចយើងការពារខ្លួនយើងបានការពារប្រទេសជាតិរបស់យើងបានផងខ្ញុំឈ្មោះអ៊ូកៅនៅទីក្រុងហ្វាឡាដេហ្វៀរដ្ឋ Pennsylvania ខ្ញុំបានដឹងហើយខ្ញុំរន្ធត់ដោយសារការសម្លាប់នេះវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់មនុស្សគ្រប់រូបទាំងអស់គ្នាមិនមែនថាតែខ្ញុំទេចាំថាមកនគរខ្មែរយើងណាអ្នកណាដែលគេដឹងរឿងហ្នឹងណាគេឈឺចាប់ព្រោះគេទទួលស្គាល់ថាលោកកែមលីហ្នឹងគាត់ជាអ្នករោគយុទ្ធធម៌ឲ្យមនុស្សឲ្យខ្មែរយើងណាហើយចង់ជួយឲ្យប្រទេសជាតិយើងនឹងបានជាប្រទេសមួយដែលគេទទួលស្គាល់ថាជាប្រទេសដែលមានសិទ្ធិសេរីភាពមិនមែនជាប្រទេសដែលនៅក្នុងរបបផ្ដាច់ការដោយសពថ្ងៃហ្នឹងទេហើយដូច្នេះហើយយើងទាំងអស់គ្នាមានការកង្វល់ទៅអនាគតដល់រឿងសុខភាពរបស់យើងណាហើយបើនៅតែអញ្ចឹងទេនេះវាគ្មានច្បាប់មានទម្លាប់ស្អីអញ្ចឹងទេសម្រាប់គ្នាតាមតែអំពើចិត្តរៀងខ្លួនអានោះប្រទេសយើងមិនដឹងជាទៅជាប្រទេសស្អីទេមិនដឹងថាហៅឈ្មោះដាក់ឈ្មោះមិនឲ្យត្រូវទេអានោះបានថាធ្វើឲ្យយើងទាំងអស់គ្នាមានការឈឺចាប់ណាបាទខ្ញុំឈ្មោះសំថាវីខ្ញុំមកនៅរដ្ឋ Florida ខ្ញុំជាខ្មែរអាមេរិកមានការសោកស្ដាយហើយនឹងមានការសន្ធប់ចិត្តយ៉ាងមែនទែនដោយសារតែយើងស្លាប់អ្នកដែលមានវោហារសាស្ត្រហើយនឹងមានការចេះយល់ដឹងខ្ពស់ដើម្បីវិភាគនៅព័ត៌មានឬក៏រឿងហេតុការណ៍ជាក់ស្ដែងថ្មីៗនៅក្នុងស្រុកយើងត្រូវបានជន់ដៃដល់ហើយជនប្រជាការនោះបានមកសម្លាប់គាត់ដោយអយុត្តិធម៌ខ្ញុំឈ្មោះផាន់ស៊ីភៀងខ្ញុំរស់នៅរដ្ឋ California តែខ្ញុំគាត់តែលឺសូរដឹងតំណែងថាគេសម្លាប់លោកកែមលីភ្លាមតែចិត្តខ្ញុំដូចជាដូចធ្លាក់ទៅលើដើមត្នោតចឹងខ្ញុំវាជឿចាប់ក្នុងចិត្តហើយវាអួលក្នុងចិត្តទៀតជឿចាប់ទី1ដោយសារថាយើងបាត់បង់មនុស្សទុនធានមនុស្សម្នាក់ដល់ពិសេសយើងមិនងាយរកទុនធាននឹងបានទេហើយម្យ៉ាងទៀតការសាប់របស់គាត់នឹងវាជាសោកនាដកម្មមួយវាហាក់ដូចជាវាពមៀនសិទ្ធិពមៀនដល់អ្នកតស៊ូមតិចាស់ជាពិសេសអ្នកណាហ៊ាននិយាយអ្នកនឹងត្រូវស្លាប់
លោកនាងជាទីមេត្រីអតីតអ្នកឆ្លងឆ្លើយព័ត៌មានឯកសារ New York Times គឺលោក Sydney Schanberg បានទទួលមរណភាពកាលពីថ្ងៃទី9 ខែកក្កដាក្នុងជន្មាយុ82 ឆ្នាំចាលោកក៏ជាអ្នកធ្វើពិភពលោកដឹងកាន់តែច្បាស់អំពីរឿងរ៉ាវកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមក្នុងទសវត្សរ៍ឆ្នាំ1970ចាលោកបានទទួលពានរង្វាន់ Pulitzer ដែលជាពានរង្វាន់ផ្នែកសារព័ត៌មានធំជាងគេនៅសហរដ្ឋអាមេរិកអ្នកសារព័ត៌មានកម្ពុជាចាត់ទុកលោកគឺជាអ្នកកាសែតគំរូម្នាក់លោកលេងម៉ាលីមានសេចក្តីរាយការណ៍ពុស្ដារអំពីជីវប្រវត្តិសង្ខេបហើយនិងសកម្មភាពការងាររបស់លោកដូចតទៅក្នុងអាជីពជាអ្នកសារព័ត៌មានជាង50ឆ្នាំលោក Sydney Schanberg គឺជាម្ចាស់សាច់រឿងនៅក្នុងខ្សែភាពយន្តដែលបង្ហាញពីសង្គ្រាមវឹកវរភាពរងទុក្ខវេទនានៅកម្ពុជានិងការកាប់សម្លាប់យ៉ាងស្ងៀមស្ងាត់អស់មនុស្សរាប់លាននាក់នៃរបបខ្មែរក្រហមនៅក្នុងទសវត្សរ៍ឆ្នាំ1970សាច់រឿងរបស់លោក Sydney Schanberg និងជំនួយការរបស់លោកឈ្មោះដិតប្រនដែលជាអ្នកបកប្រែផងបានធ្វើឲ្យមនុស្សនៅលើពិភពលោកយល់ដឹងនិងតក់ស្លុតអំពីការកាប់សម្លាប់ទាំងនោះតាមរយៈខ្សែភាពយន្តមួយមានចំណងជើងថា Will Be Kid ឬហៅតាមឈ្មោះដើមជាភាសាអង់គ្លេសថា The Killing Fields លោក Sydney Schanberg គឺជាតួអង្គទី3នៅក្នុងសាច់រឿង Will Be Kid ឬ The Killing Fields ដែលទទួលមរណភាពបន្ទាប់ពីវេជ្ជបណ្ឌិតហាងោនិងលោកដិតប្រនទាក់ទងនឹងមរណភាពរបស់លោក Sydney Schanberg នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានលោកមឿនឈិនរិទ្ធថ្លែងសោកស្ដាយចំពោះមរណភាពរបស់លោកដែលជារៀមច្បងក្នុងនាមជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដូចគ្នាការសោកស្ដាយយើងមានដល់ទៅ2ជាន់សោកស្ដាយទាំងការបាត់បង់ទីមួយលោកដិតប្រនទី2សោកស្ដាយលោក Sydney ដែលបានទទួលមរណភាពថ្មីៗនេះយើងដឹងថាវិជ្ជាជីវៈសារព័ត៌មានឥឡូវនេះគេឡើងរើសព្រំដែនហើយគឺវិជ្ជាជីវៈសារព័ត៌មានជាដើមប្រទេសថាវិជ្ជាជីវៈសារព័ត៌មានអាមេរិកវិជ្ជាជីវៈសារព័ត៌មានអាស៊ីឬអឺរ៉ុបទេគឺវិជ្ជាជីវៈសារព័ត៌មានគឺជាវិជ្ជាជីវៈសកលយើងមានក្រុមសិលធម៌មានលក្ខណៈបច្ចេកទេសគឺការសង្កេតនិងការសរសេរប្រមូលព័ត៌មានដូចគ្នាលោក Sydney Schanberg ជាអតីតអ្នកឆ្លើយឆ្លងព័ត៌មានឲ្យកាសែត The New York Times ប្រចាំនៅវៀតណាមនិងកម្ពុជាពីឆ្នាំ1973ដល់ឆ្នាំ1975នៅក្នុងភាពយន្តរឿង Will Be Kid ឬ The Killing Fields លោក Sydney Schanberg រួមជាមួយអ្នកបកប្រែនិងជាជំនួយការរបស់លោកគឺលោកដិតប្រនដែលសម្ដែងតួជំនួសដោយវេជ្ជបណ្ឌិតហាងោបានបង្ហាញពីភាពរងទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្នុងអំឡុងសង្គ្រាមផ្ទៃក្នុងរវាងកងទ័ពខ្មែរក្រហមនិងរបបសាធារណរដ្ឋខ្មែររបស់លោកសេនាប្រមុខលន់ នល់ក្នុងនាមជាសាស្ត្រាចារ្យផ្នែកសារព័ត៌មានផងលោកមឿនឈិនរិទ្ធរំលឹកថាអ្នកសារព័ត៌មានពេលខ្លះជួបការគំរាមកំហែងពេលយកព័ត៌មានចម្រូងចម្រាសទាក់ទងនឹងការកាប់ព្រៃឈើអំពើពុករលួយនិងការរំលោភដីធ្លីជាដើមហេតុនេះលោកចាត់ទុកលោក Sydney Schanberg និងលោកដិតប្រនជំនួយការរបស់លោកថាជាវីរៈអ្នកសារព័ត៌មានគំរូដែលហ៊ានពុះពៀឧបសគ្គចំពោះការប្រមូលព័ត៌មានរបស់ខ្លួនក្នុងពេលសង្គ្រាមជាខ្លះយើងតែងតែមានការរារែកប៉ុន្តែយើងតែងតែរំលឹកដល់អ្នកសារព័ត៌មានយើងថាមានអ្នកសារព័ត៌មានដទៃទៀតដែលគាត់បដូរជីវិតដើម្បីយកព័ត៌មានក្នុងនោះមានទាំងលោក Sydney និងលោកដិតប្រនដែលជាជនជាតិខ្មែរយើងផងដែរដែលគាត់ហ៊ានប្រឈមមុខនឹងការគំរាមកំហែងរបស់ពួកខ្មែរក្រហមនៅឆ្នាំ1975ដើម្បីប្រមូលយកការពិតជូនដល់ពិភពលោកចឹងហើយយើងតែងតែចាត់ទុកទាំងលោកដិតប្រនក៏ដូចលោក Sydney គឺជាគំរូវីរភាពនៃសារព័ត៌មានគ្រាន់តែសម្រាប់អ្នកសារព័ត៌មានខ្មែរទេគឺទាំងអ្នកសារព័ត៌មាននៅជុំវិញពិភពលោកដោយសារលោក Sydney បានទទួលលោកពានរង្វាន់គេហៅ Pulitzer Prize គឺជារង្វាន់ធំបំផុតនៃសារព័ត៌មាននៅសហរដ្ឋអាមេរិកនៅពេលដែលពួកខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសាឆ្នាំ1975លោក Sydney Schanberg ត្រូវបានពួកខ្មែរក្រហមបណ្តេញចេញពីកម្ពុជាក្នុងពេលដែលលោកដិតប្រននិងពលរដ្ឋក្នុងក្រុងភ្នំពេញត្រូវបានបណ្តេញចេញឲ្យទៅរស់នៅតាមជនបទក្រោមហេតុផលថាខ្លាចអាមេរិកទម្លាក់គ្រាប់បែកដោយការសម្ដែងនៅក្នុងភាពយន្តរឿង Will Be Kid ឬ The Killing Fields ដូចនេះដែរភាពយន្តរឿង Will Be Kid ដែលថតនៅឆ្នាំ1984ជារឿងបន្តពីស្នាដៃនិពន្ធរបស់លោក Sydney Schanberg មានចំណងជើងថាការស្លាប់រស់របស់លោកដិតប្រន
ភាពយន្តរឿងវាលពិឃាតឬ The Killing Fields មានលោក Sam Waterston ដើរតួជាលោក Sydney Sandberg ហើយលោកវិជ្ជបណ្ឌិត Hangao ដែលជាជនរងគ្រោះនៅក្នុងរបបខ្មែរក្រហមម្នាក់ដែរដើរតួសម្ដែងជាលោក Dit Pron លោក Hangao នៅឆ្នាំ 1985 បានទទួលពានរង្វាន់ Oscar សម្រាប់ការសម្ដែងបានល្អនៅក្នុងរឿងនេះលោក Hangao ក្នុងវ័យ 55 ឆ្នាំត្រូវបានជន់ពាលបាញ់ស្លាប់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 1996 រីឯលោក Dit Pron ដែលបានរួចជីវិតពីការកាប់សម្លាប់នៅក្នុងរបបខ្មែរក្រហមនិងជាម្ចាស់សាច់រឿងវាលពិឃាតបានជួបលោក Sydney Sandberg នៅឆ្នាំ 1980 ហើយលោកបន្តអាជីពរបស់លោកជាអ្នកថតរូបឲ្យកាសែត The New York Times ដដែលលោកទទួលមរណភាពនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ 2008 ដោយសារជំងឺមហារីកលំពែងក្នុងវ័យ 65 ឆ្នាំបន្ទាប់មកលោក Sydney Sandberg ទទួលមរណភាពដោយសារជំងឺបេះដូងកាលពីថ្ងៃទី 9 កក្កដាក្នុងវ័យ 82 ឆ្នាំមរណភាពរបស់លោក Sydney Sandberg គឺជាមរណភាពនៃតួអង្គសំខាន់ទាំង3រូបនៅក្នុងសាច់រឿងវាលពិឃាតឬ The Killing Fields ទោះជាតួអង្គនៃសាច់រឿងបានស្លាប់ទៅហើយក្តីប៉ុន្តែរឿងរ៉ាវរបស់ពួកលោកដែលបានបង្ហាញនៅក្នុងភាពយន្តរឿងវាលពិឃាតត្រូវបានមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេតភក្ត្រាចាត់ទុកថាជាភាពយន្តឯកសារដែលចូលរួមជួយពង្រឹងការចងចាំរបស់ជនរងគ្រោះនិងការសិក្សាស្វែងយល់របស់យុវជនជំនាន់ក្រោយទោះជាខ្សែភាពយន្តឯកសារដែលទាក់ទងនឹងរបបខ្មែរក្រហមទាំងនេះត្រូវបានថតជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហមឬថតក្រោយរបបនោះក្តីរឿងឯកសារនេះគឺអាចរំលឹករឿងរ៉ាវដែលពិតប្រាកដដែលកើតឡើងនឹងបើទោះបីជាខ្សែភាពដែលថតក្រោយរបបខ្មែរក្រហមវាមិនមែនបង្ហាញអំពីរូបភាពពិតជាក់ស្ដែង 1% ឲ្យដូចគ្នាតែពិតក៏ប៉ុន្តែវាគឺជាការបង្ហាញនៅផុសតាងក៏ដូចជារឿងរ៉ាវផ្សេងៗដែលប្រជាពលរដ្ឋខ្មែរឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមនោះឲ្យបានដល់យុវជនជំនាន់ក្រោយហើយពួកគាត់អាចនឹងពិនិត្យមើលទៅលើទៅលើរឿងរ៉ាវព្រឹត្តិការណ៍ដែលកើតឡើងនោះហើយគាត់អាចជៀសវាងអំពីការប្រព្រឹត្តអំពើឧក្រិដ្ឋកម្មដោយកើតឡើងនៅក្នុងរបបខ្មែរក្រហមនៅពេលដែលពួកគាត់ឡើងកាន់កាប់អំណាចប្រទេសនៅពេលណាមួយនោះហើយតាមរយៈរឿងនេះមិនមែនសម្រាប់តែបងប្អូនប្រជាពលរដ្ឋកម្ពុជាទេប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូលដែលបង្ហាញអំពីការរងទុក្ខវេទនារបស់បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្នុងរបបខ្មែរក្រហមបាទរីឯលោកមឿនឈានណារិតថ្លែងថាជាប្រការល្អមួយដែលលោក Sydney Sandberg និងលោក Dit Pron ព្រមទាំងក្រុមផលិតភាពយន្តនេះបន្សល់ទុកស្នាដៃនិងវីរភាពសម្រាប់អ្នកសារព័ត៌មានពិភពលោកដោយសារតែរឿងនេះគឺផ្អែកសឹងតែលើការពិតទាំងស្រុងដើម្បីផលិតជារឿងអញ្ចឹងយើងឃើញថាខ្សែភាពយន្តនេះគឺតាមនឹងសល់ទុកនៅវីរភាពនិងសេចក្តីក្លាហានរបស់អ្នកសារព័ត៌មានពីររូបដែលជាដៃគូនឹងគ្នានិងជាជនជាតិខ្មែរយើងនិងជាជនជាតិអាមេរិកដែលបង្ហាញថាអ្នកសារព័ត៌មានទោះបីជាយើងគ្មានកំភ្លើងក្តីតែយើងមានកាមេរ៉ាយើងមានតកាដែលជាអាវុធដើម្បីស្វែងរកការពិតជូនដល់ពិភពលោករឿងវាលពិឃាតឬ The Killing Fields អ្វីបើជាការរៀបរាប់អំពីដំណើររឿងដែលអតីតអ្នកសារព័ត៌មានអាមេរិកនិងអ្នកសារព័ត៌មានខ្មែរស្វែងរកគ្នាក្តីក៏សាច់រឿងទាំងមូលបង្ហាញអំពីភាពរងទុក្ខវេទនាការឈឺចាប់និងការកាប់សម្លាប់ពលរដ្ឋខ្មែរជិត2លាននាក់នៅក្នុងរបបខ្មែរក្រហមពីឆ្នាំ 1975 ដល់ឆ្នាំ 1979 ភាពរងទុក្ខវេទនានិងការកាប់សម្លាប់នោះហើយដែលនាំឲ្យអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមពីររូបគឺនួនជានិងខៀវសំផនត្រូវជាប់ពន្ធនាគារអស់មួយជីវិតតាមការផ្តន្ទាទោសរបស់សាលាក្តីខ្មែរក្រហមខ្ញុំបាទលេងម៉ាលីវិទ្យុអាស៊ីសេរីពីរាជធានីភ្នំពេញជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់អង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិជាច្រើនទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលើលោកបណ្ឌិតកែមលីដោយឯករាជ្យនិងមានតម្លាភាពដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្រុមអង្គការទាំងនេះយល់ថាការបាញ់សម្លាប់លោកកែមលីធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយជាពិសេសគឺការបោះឆ្នោតនាពេលខាងមុខ
អង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានថ្កោលទោសការបាញ់សម្លាប់លោកបណ្ឌិតកែមលីផងដែរសេចក្តីថ្លែងការណ៍របស់អង្គការផ្សាយកាលពីថ្ងៃទី11ខែកក្កដាបានស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យឥតលំអៀងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនិងនាំជនសង្ស័យនៅពីក្រោយខ្នងទៅផ្ដន្ទាទោសចាសេចក្តីថ្លែងការណ៍ដដែលបន្តថាការធ្វើទុកបុកម្នេញមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណៈបព្វប្រឆាំងការពីពេលថ្មីៗនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅពិបាកជឿថាឃាតកម្មលើលោកបណ្ឌិតកែមលីបណ្ដាលមកពីបញ្ហាជំពាក់ប្រាក់អង្គការនេះស្នើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿទុកចិត្តឡើងវិញចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែត្រឹមនេះយើងខ្ញុំទាំងអស់គ្នាសូមជូនពរលោកនាងនិងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខសេចក្តីចម្រើនជានិរន្តរ៍ចានាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុនិងទូរទស្សន៍អាស៊ីសេរីសូមអរគុណនិងសូមជម្រាបលាYou're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចានាងខ្ញុំម៉ៃសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃពុធ9កើតខែអាសាឍឆ្នាំវកអត្តស័កពុទ្ធសករាជ2560ហើយដល់ត្រូវនឹងថ្ងៃទី13ខែកក្កដាគ្រិស្តសករាជ2016ជាដំបូងនេះសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃក្រុមអង្គការសង្គមស៊ីវិលទាមទាររដ្ឋាភិបាលស៊ើបអង្កេតត្រឹមត្រូវករណីឃាតកម្មលើលោកបណ្ឌិតកែមលីចាប់បរដ្ឋនៅខេត្តកំពង់ចាមថ្កោលទោសអាជ្ញាធរដែលដកហូតរូបថតលោកកែមលីមិនឲ្យគោរពវិញ្ញាណក្ខន្ធប្រជាប្រដ្ឋខ្មែរនៅសហរដ្ឋអាមេរិកមានគម្រោងរៀបចំពិធីបង្សុកូលគម្រប់7ថ្ងៃនៃសពលោកបណ្ឌិតកែមលីជនភៀសខ្លួនម៉ុងតាញ៉ា16នាក់ថ្មីទៀតស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសវៀតណាមវិញរួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតចាត់ជាបន្តទៅទៀតនេះនាងខ្ញុំម៉ៃសុធានីសូមជូនព័ត៌មានពិស្ដាចាលោកអ្នកស្ដាប់ជាទីមេត្រីអង្គការក្រៅរដ្ឋាភិបាលជាតិនិងអន្តរជាតិជាច្រើនទាមទារឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតករណីឃាតកម្មលោកកែមលីដោយឯករាជ្យនិងមានតម្លាភាពដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្រុមអង្គការទាំងនោះយល់ថាការបាញ់សម្រាប់លោកកែមលីគឺធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយជាពិសេសគឺការបោះឆ្នោតនាពេលខាងមុខចាសសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍របស់អ្នកស្រីសុជីវីក្រុមអង្គការសង្គមស៊ីវិលលើកឡើងថាការស៊ើបអង្កេតត្រឹមត្រូវមួយមិនត្រឹមតែអាចផ្ដល់យុត្តិធម៌ដល់លោកកែមលីនិងក្រុមគ្រួសារទេថែមទាំងអាចជំរះមន្ទិលសង្ស័យនានាព្រមទាំងអាចបន្ធូរស្ថានភាពតានតឹងនិងបញ្ចប់នីតិរដ្ឋភាពសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលជាបណ្ដុំអង្គការក្នុងស្រុកចំនួន11ស្ថាប័នដែលចេញនៅថ្ងៃទី12ខែកក្កដាបង្ហាញពីការសោកស្ដាយលោកកែមលីដែលជាអ្នកសិក្សាការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនយោបាយដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់លោកកែមលីជាធនធានមនុស្សមានសក្តានុពលលើកស្ទួយនិងជំរុញការពិភាក្សាពីការដឹកនាំរបស់រដ្ឋាភិបាលក្នុងបញ្ហានយោបាយព្រំដែនសិទ្ធិមនុស្សធនធានធម្មជាតិបរិស្ថាននិងអភិបាលកិច្ចក្រុមអង្គការដដែលអះអាងថាមានការសង្ស័យជាច្រើននៅក្នុងការផ្ដល់សក្ខីកម្មរបស់ជនសង្ស័យដែលបានផ្សព្វផ្សាយនាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា Confrel លោកគុលបញ្ញាមានប្រសាសន៍ថាការស៊ើបអង្កេតករណីនេះគួរតែរួមបញ្ចូលស្ថាប័នឯករាជ្យនិងត្រូវផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានគេឲ្យអនុសាសន៍ថាធ្វើម៉េចឲ្យស្ថាប័ន
កងកម្លាំងប្រដាប់អាវុធដែលអ្នកធ្វើកិច្ចការងារគេនឹងតុលាការនឹងកុំឲ្យមានពាក់ព័ន្ធជាមន្ត្រីរបស់គណៈបកនឹងរឿងធំស្នូលណាថារឿងណាដែលវាមានលក្ខណៈរសើបធំអញ្ចឹងគួរមានការចូលរួមពីអ្នកឯករាជ្យឲ្យបាននៅក្នុងកិច្ចការងារផ្សេងៗហ្នឹងណាមានការឯករាជ្យទៅបរទេសយ៉ាងទៅឬក៏ខ្មែរយ៉ាងទៅវាមានអ្នកអាចចូលរួមបានណាមិនខុសគ្នានេះដែរសេចក្តីថ្លែងការណ៍របស់អង្គការសមាជិកសភាអាស៊ានដើម្បីការពារសិទ្ធិមនុស្សស្តីពីឃាតកម្មលើលោកកែមលីបានជំរុញរដ្ឋាភិបាលធ្វើការស៊ើបអង្កេតបន្ទាន់មួយប្រកបដោយឯករាជ្យចំពោះអំពើឃាតកម្មនេះដែរលើសពីនេះរដ្ឋាភិបាលត្រូវធានាការពារលើកស្ទួយសិទ្ធិមនុស្សចំណែកសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួនជិត100ស្ថាប័នផ្សេងទៀតក៏ទាមទារឲ្យមានការស៊ើបអង្កេតដ៏ឆាប់រហ័សមួយដែរនៅក្នុងករណីឃាតកម្មនេះក្រុមអង្គការទាំងនេះថែមទាំងសង្កត់ធ្ងន់ថាការយាយីក្រុមអង្គការសង្គមស៊ីវិលក្រុមបកប្រឆាំងនិងការបាញ់សម្លាប់លោកកែមលីបានជះឥទ្ធិពលអវិជ្ជមានផ្ទាល់ទៅលើស្ថានភាពនយោបាយប្រជាធិបតេយ្យនិងដំណើរការចុះឈ្មោះបោះឆ្នោតនិងបោះឆ្នោតអ្នកនាំពាក្យក្រសួងមហាផ្ទៃលោកខៀវសុភ័ក្រមានប្រសាសន៍ថាអាជ្ញាធរស្វាគមន៍ចំពោះការអំពាវនាវរបស់ក្រុមអង្គការសង្គមស៊ីវិលនិងថាគោលបំណងរបស់អាជ្ញាធរក៏ប្រាថ្នាចង់បានយុត្តិធម៌ពិតត្រឹមត្រូវដែរប៉ុន្តែលោកថាសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃតុលាការដែលពុំមានច្បាប់ណាអនុញ្ញាតឲ្យមានភាគីផ្សេងចូលរួមក្រៅពីសមត្ថកិច្ចឡើយគុំថាសង្គមស៊ីវិលសូម្បីសង្គមមិនស៊ីវិលចង់ឃើញណាសង្គមយោធាហើយសង្គមប៉ូលីសហើយចង់ឃើញយ៉ាងគឺច្បាស់រឿងនឹងណាដែលយ៉ាងទុនណៃដល់ថានៅទីក្រៅឬក៏អ្នកសំខាន់ចង់ឃើញតើកាលពីថ្ងៃទី11ខែកក្កដាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហៅអំពើឃាតកម្មលើបណ្ឌិតកែមលីថាជាអំពើឃោឃៅប្រៃផ្សៃហើយលោកបានចេញបញ្ជាឲ្យសមត្ថកិច្ចធ្វើការឲ្យបានត្រឹមត្រូវហ្មត់ចត់ស្វែងរកជនដៃដល់និងជនខុបខិតទាំងឡាយដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់បើទោះជាយ៉ាងណាការប្រកាសនេះត្រូវអង្គការសង្គមស៊ីវិលចាត់ទុកថានៅមិនទាន់គ្រប់គ្រាន់នៅឡើយជានេះខ្ញុំសុជីវីវិទ្យុអាស៊ីសេរីភ្នំពេញចាអង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក៏បានថ្កោលទោសការបាញ់សម្លាប់លោកបណ្ឌិតកែមលីផងដែរចាសេចក្តីថ្លែងការណ៍របស់អង្គការកាលពីថ្ងៃទី11ខែកក្កដាបានស្នើសុំឲ្យមានការស៊ើបអង្កេតដោយឯករាជ្យឥតលំអៀងដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះហើយនឹងនាំជនសង្ស័យនិងអ្នកនៅពីក្រោយទៅផ្ដន្ទាទោសសេចក្តីថ្លែងការណ៍ដដែលបន្តថាការធ្វើទុកបុកម្នេញមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណៈបកប្រឆាំងការពីពេលថ្មីនេះធ្វើឲ្យមជ្ឈដ្ឋានទូទៅពិបាកជឿថាឃាតកម្មលើលោកបណ្ឌិតកែមលីគឺបណ្ដាលមកពីបញ្ហាជំពាក់ប្រាក់អង្គការនេះស្នើរដ្ឋាភិបាលកម្ពុជាត្រូវធ្វើការស៊ើបអង្កេតឲ្យមានតម្លាភាពដើម្បីធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជំនឿចិត្តឡើងវិញចាប្រសិនបើគ្មានការស៊ើបអង្កេតត្រឹមត្រូវណាមួយទេវាជាហេតុផលមួយដែលធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿលើរដ្ឋាភិបាលហើយនិងមន្ត្រីដឹកនាំរដ្ឋាភិបាលអង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យទទូចជាថ្មីម្ដងទៀតសូមឲ្យមនុស្សទូទៅសហគមន៍និងស្ថាប័នផ្សេងៗត្រូវជួយបង្ហាញអត្តសញ្ញាណពិតប្រាកដរបស់អ្នកនៅពីក្រោយឃាតកម្មលោកបណ្ឌិតកែមលីដើម្បីផ្ដន្ទាទោសហើយធានាថាឃាតកម្មបែបនេះនឹងមិនអាចកើតមានឡើងទៀតទេចាតតងនឹងការបាញ់សម្លាប់លោកបណ្ឌិតកែមលីប្រជាប្រដ្ឋនៅក្រុងកំពង់ចាមជាច្រើនសម្ដែងការខកចិត្តចំពោះអាជ្ញាធរមានសមត្ថកិច្ចដែលបានរឹបអូសយករូបថតលោកបណ្ឌិតកែមលីនិងកម្រងផ្កាព្រមទាំងរមាក់ម៉ូតូយកទៅរក្សាទុកនៅអធិការក្រុងកាលពីព្រឹកម្សិលមិញហេតុការណ៍នេះធ្វើឲ្យប្រជាប្រដ្ឋយល់ថាគឺជារឿងមិនត្រឹមត្រូវដោយគ្រាន់តែសិទ្ធិគោរពចំពោះមនុស្សដែលបាត់បង់ជីវិតក៏ត្រូវបានហាមឃាត់ចាលោកសុខប្រាថ្នារាយការណ៍ព័ត៌មាននេះរូបថតលោកបណ្ឌិតកែមលីព្រមទាំងគ្រឿងរណ្ដាប់ថ្វាយសម្រាប់គោរពវិញ្ញាណក្ខន្ធរួមមានផ្កាផ្លែឈើនិងរមាក់សម្រាប់ដឹករូបថតត្រូវបានសមត្ថកិច្ចខេត្តកំពង់ចាមនាំយកពីផ្សារបឹងកុកមករក្សាទុកនៅអធិការក្រុងប្រមាណ2ម៉ោងទើបប្រគល់ឲ្យម្ចាស់រូបវិញមូលហេតុដែលអាជ្ញាធរព្រមប្រគល់ឲ្យម្ចាស់រូបនោះក្រោយពេលពួកគាត់ព្រមធ្វើកិច្ចសន្យាថានឹងមិនឲ្យមានសកម្មភាពនោះតទៅទៀតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាមគណៈបកសង្គ្រោះជាតិម្នាក់ក្នុងចំណោម2អ្នកផ្សេងទៀតដែលសមត្ថកិច្ចបានហៅធ្វើកិច្ចសន្យាអ្នកស្រីកិនស្រីអូនឲ្យដឹងនៅថ្ងៃទី12កក្កដាថារូបថតលោកបណ្ឌិតកែមលីគឺអ្នកស្រីមិនបានយកទៅហាយក្បួននៅតាមទីផ្សារឡើយប៉ុន្តែក្រុមអ្នកស្រីបានយករូបនោះសម្រាប់មកគោរពនៅស្នាក់ការគណៈបកសង្គ្រោះជាតិខេត្តកំពង់ចាមតែប៉ុណ្ណោះអ្នកស្រីថារូបនោះបំរុងយកទៅកាច់ផ្កាធ្វើជាស៊ុំប៉ុន្តែដោយត្រូវចំណាយប្រាក់ច្រើនពេកហើយពួកគាត់មិនមានលទ្ធភាពផង
ទើបក្រុមអ្នកស្រីសម្រាប់យករូបនោះទៅឲ្យអ្នកលក់ក្រណាត់ក្នុងផ្សារបង្កប់ធ្វើជាបូកាន់ទុកបំពាក់លើរូបថតជំនួសវិញក្រោយមកអ្នកលក់ដូរនៅក្នុងផ្សារស្នើឲ្យដាក់រូបលោកបណ្ឌិតកែមលីសម្រាប់គោរពវិញ្ញាណក្ខន្ធសិនពីព្រោះពួកគាត់មួយចំនួនឮតែសម្លេងមិនដែលបានឃើញរូបពិតអ្នកស្រីថាការដាក់រូបនៅខាងមុខផ្សារបានមួយសន្ទុះសមត្ថកិច្ចក៏បានកោះហៅអ្នកស្រីឲ្យចូលបំភ្លឺក្រោយមកក៏យករូបនិងសម្ភារៈមួយចំនួនទៀតមកអធិការនគរបាលក្រុងតែម្ដងខ្ញុំគម្រោងខ្ញុំអត់មានក្បួនហេតុទេខ្ញុំដល់ពេលផ្ដិតរូបថតគាត់រួចតុបតែងទុំរបស់គាត់នឹងរួចខ្ញុំនឹងយកត្រឡប់មកកន្លែងទីស្នាក់ការដែលខ្ញុំធ្វើការគោរពនៅបូជានៅកន្លែងទីស្នាក់ការរបស់ខ្ញុំប្រជាពលរដ្ឋអាជីវករផ្សារបង្កប់ព្រមទាំងក្រុមអ្នករត់ម៉ូតូឌុបអះអាងថាគ្មានសកម្មភាពហាយក្បួនឡើយប៉ុន្តែជាការស្នើសុំរបស់ក្រុមអាជីវករនិងប្រជាពលរដ្ឋសម្រាប់ដាក់រូបថតលោកបណ្ឌិតកែមលីនៅខាងមុខផ្សារមួយសន្ទុះសម្រាប់ពួកគាត់គោរពវិញ្ញាណក្ខន្ធនិងសម្ដែងការសោកស្ដាយចំពោះការបាត់បង់វីរៈជនរូបនោះតែប៉ុណ្ណោះអាជីវករលក់ដូរនៅផ្សារបឹងកុកម្នាក់អ្នកស្រីរឿនធីតាយល់ថាការរឹបអូសយកសម្ភារៈទៅរក្សាទុកនៅអធិការក្រុងគឺជារូបភាពមិនសមរម្យឡើយពីព្រោះគ្រាន់តែសិទ្ធិសេរីភាពសម្រាប់ពលរដ្ឋនៅក្នុងការគោរពវិញ្ញាណក្ខន្ធដល់មនុស្សល្អម្នាក់ក៏ត្រូវបានរឹតបន្តឹងដែរចាពេលដែលគាត់ធ្វើអញ្ចឹងគឺខ្ញុំមានអារម្មណ៍មានចិត្តគិតថាស្ដាប់ស្ដាយធ្វើអញ្ចឹងដូចថាធ្វើបាបសំបីថាមិនបាច់ចាំថាសម្រាប់គាត់ហើយទេសំបីតែរូបថតគាត់នឹងហេតុអីក៏មិនចង់ឲ្យកូនចៅជំនាន់ក្រោយដឹងឮថាគាត់នឹងជាវីរបុរសនៅស្រុកខ្មែរនៅប្រទេសខ្មែរឆ្លើយតបបញ្ហានេះស្នងការនគរបាលខេត្តកំពង់ចាមលោកបានរតមានប្រសាសន៍ថាដោយសារស្ថានភាពនៅខាងមុខផ្សារបឹងកុកជាកន្លែងចង្អៀតម្យ៉ាងមន្ត្រីគណៈបកប្រឆាំងនិងសកម្មជនទាំងនោះបានហាយរូបថតលោកបណ្ឌិតកែមលីទៅដាក់នៅមុខផ្សារគ្មានការអនុញ្ញាតលើពីនេះពួកគេថែមទាំងអំពាវនាវឲ្យពលរដ្ឋនាំគ្នាចូលបច្ច័យនិងឲ្យធូបទៀតផងដែលធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈពិសេសធ្វើឲ្យកកស្ទះចរាចរណ៍យើងមានផ្លូវឲ្យគាត់ជឿឬមួយបើគាត់ចង់ធ្វើបែបនេះគាត់ត្រូវសុំច្បាប់អាជ្ញាធរសង្កាត់ក្នុងក្រុងពីរបើគាត់មិនចង់ធ្វើបែបនេះគាត់អាចយកទៅដាក់កន្លែងកម្មសិទ្ធិផ្ទាល់ខ្លួនមកគាត់ទីហោផ្ទះគាត់ស្នាក់ការគាត់ឬវត្តអារាមបើសិនជាលោកអនុញ្ញាតទៅនឹងទៅធ្វើបែបនេះខ្ញុំមិនឲ្យធ្វើមូលហេតុប៉ះពាល់សណ្ដាប់ធ្នាប់លោកបដិសេធថាអាជ្ញាធរមិនបានបំបិទសិទ្ធិសេរីភាពពលរដ្ឋមិនឲ្យគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីទេហើយខាងលោកក៏បានប្រគល់រូបថតនិងសម្ភារៈផ្សេងទៀតទៅឲ្យមន្ត្រីគណៈបក្សសង្គ្រោះជាតិភ្លាមក្រោយពេលពួកគេធ្វើកិច្ចសន្យារួចរាល់ទោះបីជាយ៉ាងនេះក្តីអាជីវករម្នាក់ទៀតឈ្មោះទូចអូនបញ្ជាក់ថារូបថតនោះគឺពលរដ្ឋស្នើសុំគោរពវិញ្ញាណក្ខន្ធសិនតែប៉ុណ្ណោះដោយមន្ត្រីនិងសកម្មជនគណៈបក្សសង្គ្រោះជាតិមិនបានហាយក្បួនឡើយលោកមើលឃើញថាទង្វើរបស់អាជ្ញាធរពេលនេះគឺជារឿងមិនត្រឹមត្រូវតតែសោះចង់សំណូមពរឲ្យគាត់នឹងឲ្យសមត្ថកិច្ចនឹងបើកចិត្តឲ្យទូលាយដើម្បីឲ្យប្រជាពលរដ្ឋនឹងគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីនឹងឲ្យបានអុជធូបឲ្យបានហែក្បួនតាមសាសនារបស់ពុទ្ធយើងនឹងមន្ត្រីគណៈបក្សសង្គ្រោះជាតិខេត្តកំពង់ចាមបានយករូបថតលោកបណ្ឌិតកែមលីទៅដល់ស្នាក់ការនៅម៉ោងប្រមាណ1រសៀលហើយនាំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ធនៅរសៀលថ្ងៃដដែលនោះមន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្តកំពង់ចាមលោកប៊ូវីរៈមានប្រសាសន៍ថាប្រសិនបើដោយអ្វីដែលពលរដ្ឋលើកឡើងគឺមិនបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេម្យ៉ាងគឺបង្ហាញអំពីគុណធម៌និងទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋចំពោះលោកបណ្ឌិតកែមលីដែលឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាលោកមើលឃើញថាអាជ្ញាធរប្រុងប្រយ័ត្ននៅក្នុងសភាពការបច្ចុប្បន្នគឺជារឿងល្អប៉ុន្តែរូបភាពនេះជាការគំរាមកំហែងចំពោះអ្នកដែលបានយករូបថតលោកបណ្ឌិតកែមលីឲ្យប្រជាពលរដ្ឋគោរពទៅវិញខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាមចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វັດឈូអាស៊ីសេរីពីរដ្ឋធានី Washington ចាប្រជាពលរដ្ឋរស់នៅខេត្តភៀកអេសានចង់ឃើញគណៈបកជាប់ឆ្នោតទាំងពីរមានស្មារតីឯកភាពជាតិនិងចេះអធ្យាស្រ័យគ្នាដើម្បីស្វែងរកយន្តការរួមដោះស្រាយវិបត្តិសង្គមសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃចាប់ពីខេត្តកំពង់ឆ្នាំងតំណាងរាស្ត្រសមាជិកក្រុមប្រឹក្សាខេត្តក្រុងនិងសកម្មជនគណៈបកសង្គ្រោះជាតិប្រមាណជា60នាក់បាននាំគ្នាមកចូលរួមពិធីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធលោកបណ្ឌិតកែមលីកាលពីថ្ងៃទី12ខែកក្កដាចាអ្នកចូលរួមសម្ដែងការសោកស្ដាយចំពោះការបាត់បង់លោកបណ្ឌិតកែមលីហើយនឹងបានអំពាវនាវឲ្យសមត្ថកិច្ចវែករកមុខឃាតករពិតប្រាកដហើយនឹងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសលោកចិនជាថារាយការណ៍
តំណាងរាស្ត្របកប្រឆាំងអនិច្ចជនខ្មែររស់នៅប្រទេសបែលហ្សិកនិងពលរដ្ឋនៅខេត្តកំពង់ឆ្នាំងមួយចំនួនមិនជឿថាករណីបាញ់សម្លាប់លោកកែមលីនៅកណ្ដាលក្រុងភ្នំពេញកាលពីព្រឹកថ្ងៃទី10ខែកក្កដាឆ្នាំ2016នោះជារឿងបុគ្គលទេពួកគេសង្ស័យថាអាចជារឿងនយោបាយដោយសារតែលោកបានវិភាគចំលើថ្នាក់ដឹកនាំរដ្ឋាភិបាលមិនសំចៃមាត់ក្នុងរយៈពេលចុងក្រោយនេះតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងកូតាពីគណៈបកសង្គ្រោះជាតិលោកងៅកំជាងមានប្រសាសន៍ថាគោលបំណងសំខាន់នៃការរៀបចំពិធីនេះគឺដើម្បីផ្ដល់ឱកាសដល់អ្នកគោរពស្រឡាញ់លោកកែមលីចូលអុជធូបនិងឧទ្ទិសកុសលជូនលោកក្នុងរយៈពេល10ថ្ងៃគឺចាប់ពីថ្ងៃទី12ខែកក្កដាតទៅស្របពេលគ្នានេះលោកក៏អំពាវនាវឲ្យសមត្ថកិច្ចវែកញែករកខុសត្រូវលើករណីនេះឲ្យបានឆាប់គណៈបកសង្គ្រោះជាតិយល់ឃើញថាគាត់ជាបណ្ឌិតមួយដែលហ៊ាននិយាយការពិតហ៊ានទីទានរដ្ឋាភិបាលគាត់ជាមនុស្សមួយដែលមានឆន្ទៈខ្ពស់អ្នកស្នេហាជាតិហើយរៀបចំជួយដល់យុវជនជំនាន់ក្រោយឲ្យមានឆន្ទៈខ្ពស់ដើម្បីការពារជាតិប្រទេសជាតិយើងនៅក្នុងកម្ពុជាយើងហើយដែលការគេចាប់បានឃាតករនិយាយពីរឿងថាលោកបណ្ឌិតកែមលីជាពាក់ថាពីការចំនួន$3,000នេះខ្ញុំអត់ជឿទេចំណែកពលរដ្ឋម្នាក់មកពីឃុំតាចេស្រុកកំពង់ត្រឡាចលោកសួរសុធាវុឌ្ឍថារូបលោកនិងអ្នកស្រុកភូមិផ្សេងទៀតសោកស្ដាយចំពោះការបាត់បង់អ្នកចេះដឹងដូចជាលោកបណ្ឌិតកែមលីមកក្នុងគោលបំណងកាន់ទុកតាមសហគមន៍រតីទៀតបើសិនជាបានទាំងការអំពាវនាវនេះសូមចូលរួមចំណែកធ្វើពិធីបុណ្យគ្រប់ខួប7ថ្ងៃជូនលោកបណ្ឌិតកែមលីទៅតាមលទ្ធភាពបងប្អូនដែលអាចធ្វើទៅបានបាទចាលោកទុយវិបុលបន្តថាប្រជាប្រដ្ឋខ្មែរនៅក្រៅប្រទេសតែងតែស្រឡាញ់និងគោរពលោកបណ្ឌិតកែមលីដែលជាបញ្ញវន្តខ្មែរមួយរូបមានបុគ្គលិកលក្ខណៈល្អប្រពៃចេះគិតគូរនិងស្រឡាញ់ប្រទេសជាតិយ៉ាងពិតប្រាកដគឺដោយសារតែលោកហ៊ាននិយាយរិះគន់ចំដល់ទង្វើនៃការដឹកនាំរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែនចំណែកឯបរដ្ឋខ្មែរអាមេរិកម្នាក់ទៀតគឺលោកសេងប៊ុនសុងពីរដ្ឋញូវយ៉កក៏បានបញ្ជាក់ផងដែរថាក្រុមរបស់លោកចង់ឲ្យរក្សាសពលោកបណ្ឌិតកែមលីទុកឲ្យបានយូរអង្វែងដើម្បីបង្ហាញពីការហ៊ានលះបង់ជីវិតដើម្បីបុព្វហេតុប្រទេសជាតិនិងដើម្បីឲ្យប្រជាពលរដ្ឋខ្មែរគ្រប់គ្នាយល់ដឹងពីស្ថានភាពបច្ចុប្បន្នបាទសពហ្នឹងខ្ញុំចង់ដែលពួកក្រុមខ្ញុំហ្នឹងដែលមានឈ្មោះថាដែលខ្មែរវាយហើយជាមានសមាជិកនៅតាមរដ្ឋផ្សេងៗហ្នឹងក៏យល់ស្របមតិគ្នាហ្នឹងចង់រក្សាបព្វព័ន្ធហ្នឹងជាទៅជាមួយឆ្នាំក៏ដោយ2ឆ្នាំ3ឆ្នាំក៏ដោយបើសិនជារដ្ឋាភិបាលគេអាចទទួលទុកដាក់បានប៉ុន្តែទឹកចិត្តពួកយើងជាខ្មែរទាំងអស់គ្នាដែលចង់ឲ្យខ្មែរយើងទាំងអស់គ្នានឹងតែចេះសាមគ្គីគ្នាឡើងដែលតោងដៃគ្នាឡើងដើម្បីទុកជាគំរូដល់ក្មេងជំនាន់ក្រោយបាទបានយល់ឃើញថាយើងនៅមានវរៈបរោះដែលហ៊ានលះបង់ជីវិតដែលនិយាយនៅការពិតនៅក្នុងសង្គមបាទចាលោកសេងប៊ុនសុងឲ្យដឹងថាក្រុមរបស់លោកកំពុងតាក់ទងភរិយានិងក្រុមគ្រួសាររបស់លោកបណ្ឌិតកែមលីដើម្បីប្រាប់ពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្រៅប្រទេសលោកថារយៈពេលប្រហែលថ្ងៃមកនេះក្រុមរបស់លោកអង្គាសប្រាក់បានចំនួន$3,000អាមេរិកសម្រាប់ជួយដល់ក្រុមគ្រួសារសពចារឿងដាច់ដライកាលពីថ្ងៃអង្គារម្សិលមិញជនភៀសខ្លួនម៉ុងតាញាចំនួន16នាក់ថ្មីទៀតក្នុងនោះគឺមានស្ត្រី3នាក់និងកុមារ3នាក់បានស្ម័គ្រចិត្តវិលត្រឡប់ទៅប្រទេសវៀតណាមវិញតាមច្រកទ្វារព្រំដែនអន្តរជាតិស្រុកអូយ៉ាដាវខេត្តរតនគិរីស្នងការរងប៉ូលីសខេត្តរតនគិរីលោកជាបន្ទឿនបញ្ជាក់ថាក្រុមការងារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន UNHCR គឺជាអ្នកសម្របសម្រួលដល់ការបញ្ជូនជនភៀសខ្លួនទាំង16នាក់នោះទៅកាន់ស្រុកកំណើតវិញការស្ម័គ្រចិត្តរបស់ជនភៀសខ្លួនបន្ទាប់ពីរងចាំចុះបញ្ជីកំណត់អត្តសញ្ញាណជនភៀសខ្លួននៅទីក្រុងភ្នំពេញមិនបានសម្រេចក្នុងការជួដំណើរវិលត្រឡប់ទៅវិញនេះគឺមានតំណាង UN យើងបានធ្វើការសម្របសម្រួលជាមួយនឹងសមាជិកតាមដងផ្លូវហ្នឹងរហូតដល់ជាប់ធានគឺថាបានជូនទៅដល់ព្រំដែនម៉ោង 7:45 នាទីបាទហើយខាងតំណាង UN ក៏បានជូនដំណើររហូតទៅដល់ប្រទេសវៀតណាមផងដែរជូនដំណើរទៅជាមួយទៀតទៅវៀតណាមទាំង16ហ្នឹងគឺថាមានការស្ម័គ្រចិត្តបាទក៏ស្ម័គ្រចិត្តត្រឡប់ទៅស្រុកកំណើតគាត់វិញ
ចាប់ពីចុងឆ្នាំ2014រហូតមកដល់បច្ចុប្បន្នជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមជាង200នាក់បានរត់ចេញពីភាគកណ្ដាលនៃប្រទេសវៀតណាមមកសុំសិទ្ធិជ្រកកោនផ្នែកនយោបាយនៅកម្ពុជាជនភៀសខ្លួនវៀតណាមចំនួន13នាក់ត្រូវបានបញ្ជូនឲ្យទៅរស់នៅប្រទេសហ្វីលីពីនតាមរយៈការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបច្ចុប្បន្ននៅសល់ជនភៀសខ្លួនម៉ុងតាញ៉ាកំពុងរស់នៅក្នុងជំរំស្នាក់នៅទីក្រុងភ្នំពេញចំនួនជាង160នាក់ទៀតចាលោកនាងកញ្ញាជាទីមេត្រីប្រជាប្រដ្ឋរស់នៅលើដីចំណីផ្លូវនៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះអំពាវនាវឲ្យកាកបាទក្រហមកម្ពុជាផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិប្រជាប្រដ្ឋទាំង5គ្រួសារនោះត្រូវខ្យល់កន្ត្រាក់បំផ្លាញផ្ទះអស់5ខ្នងរំលំទាំងស្រុងកាលពីថ្ងៃទី8ខែកក្កដាចាលោកម៉ាន់សុធីរាយការណ៍ព័ត៌មាននេះពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចំការកៅស៊ូមេមត់រស់នៅភូមិដងឃុំខ្សឹមស្រុកស្នួលឲ្យដឹងថាអាជ្ញាធរហាក់រាយរែកក្នុងការផ្ដល់ជំនួយមនុស្សធម៌របស់កាកបាទក្រហមដល់ពលរដ្ឋ5គ្រួសារដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ផ្ទុយពីពលរដ្ឋដែលមាននិន្នាការគាំទ្រគណបកកណ្ដាលអំណាចទៀតសតប្រសិនបើអ្នកគាំទ្រគណបកប្រជាជនកម្ពុជាមានវិបត្តិគ្រោះធម្មជាតិអាជ្ញាធររដ្ឋាភិបាលនិងកាកបាទក្រហមបានចុះអន្តរាគមន៍ឬផ្ដល់ជំនួយមនុស្សធម៌ភ្លាមតំណាងពលរដ្ឋ5គ្រួសារលោកមេធីរៀបរាប់ថាពលរដ្ឋរងគ្រោះធម្មជាតិខ្យល់កន្ត្រាក់បានបោះតង់ស្នាក់នៅបណ្ដោះអាសន្នហើយពលរដ្ឋខ្លះដើរដេកតាមសញ្ជាផ្ទះគេដល់ពេលឥឡូវនេះឃើញតែខ្យល់ទៅមកទៅដួលផ្ទះសិនទីអស់ហើយអត់ឃើញលោកណាមិនចង់ជួយអីបងវាត្រថាក្រណាមកមានស្អីមានឆ្នាំងចាស់ហើយមានតែកទេលលហែកដេកនោះអភិបាលស្រុកស្នូលលោកកុងកឹមនីប្រាប់វិទ្យុអាស៊ីសេរីថាក្រុមការងារកាកបាទក្រហមក្រុងនឹងចុះចែកអំណោយពលរដ្ឋទាំងនោះនៅពេលឆាប់នេះកាលណាមានបញ្ហាគ្រោះមហន្តរាយអញ្ចឹងគឺយើងតែងតែរៀបចំចូលទៅគ្រប់គ្នាអញ្ចឹងបងវាអត់ដែលគិតបកសម្បល់គោលនយោបាយប៉ះពួរឲ្យតែប្រជាពលរដ្ឋតែពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជាគឺជាអង្គការមនុស្សធម៌ធំជាងគេនៅកម្ពុជាមានបេសកកម្មផ្ដោតលើគោលការណ៍គ្រឹះ7យ៉ាងគឺភាពមនុស្សធម៌ភាពមិនលំអៀងអព្យាក្រឹតភាពឯករាជ្យភាពសេវាកម្មស្ម័គ្រចិត្តឯកភាពនិងសកលភាពតែទោះជាយ៉ាងនេះក្តីការចែកអំណោយជាក់ស្ដែងប្រជាពលរដ្ឋមួយចំនួនរិះគន់ថាការចែកអំណោយនោះមានការរើសអើងនិងប្រកាន់នានាការនយោបាយដូចជាពលរដ្ឋរងគ្រោះដីធ្លីសកម្មជនការពារសិទ្ធិមនុស្សត្រូវបានគេបាញ់សម្លាប់ជាដើមកាកបាទក្រហមមិនបានផ្ដល់អំណោយជូនអ្នកទាំងនេះទេខ្ញុំម៉ែនសុធីវិទ្យុអាស៊ីសេរីពីខេត្តស្ទឹងត្រែងលោកនាងជាទីមេត្រីនៅខេត្តមណ្ឌលគិរីឯនោះវិញប្រជាប្រដ្ឋចំណាក់ស្រុកជាង200នាក់នាំគ្នាមកសង់រោងស្នាក់នៅលើដីសម្បត្តិសេដ្ឋកិច្ចរបស់ក្រុមហ៊ុន Pacific ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ 78A នៅក្នុងឃុំរយ៉ស្រុកកោះញែកក្រុមសមត្ថកិច្ចសម្រាប់ឃាត់ខ្លួនមេដឹកនាំប្រជាប្រដ្ឋនិងតម្រូវឲ្យរុះរើរោងស្នាក់នៅនោះឲ្យត្រូវចាក់ចេញសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាភិបាលមេដឹកនាំប្រជាប្រដ្ឋចំណាក់ស្រុកគឺអ្នកស្រីរិទ្ធវណ្ណីត្រូវសមត្ថកិច្ចចម្រុះនៃអាជ្ញាធរខេត្តមណ្ឌលគិរីចាប់ឃាត់ខ្លួននៅព្រឹកថ្ងៃទី11ខែកក្កដាបន្ទាប់ពីអ្នកស្រីព្យាយាមគេចខ្លួនតាមរទេះគោយន្តមួយគ្រឿងក្នុងហេតុការណ៍ដឹកនាំប្រជាប្រដ្ឋជាង200នាក់មកសង់រោងសម្ពុតកៅស៊ូស្នាក់នៅលើដីសម្បត្តិរបស់ក្រុមហ៊ុន Pacific ស្នងការរងប៉ូលីសខេត្តមណ្ឌលគិរីលោកសូសវណ្ណបញ្ជាក់ថាអ្នកស្រីរិទ្ធវណ្ណីមិនព្រមចូលខ្លួនទៅបំភ្លឺនៅស្នងការប៉ូលីសទើបសមត្ថកិច្ចបង្ខំប្រើកម្លាំងចាប់ខ្លួនអ្នកស្រីដើម្បីសាកសួរពីហេតុផលនៃការដឹកនាំប្រជាពលរដ្ឋមកសង់រោងស្នាក់នៅលើដីសម្បត្តិដែលរដ្ឋបានវិនិយោគទៅឲ្យក្រុមហ៊ុនដោយសារគាត់កិច្ចចឹងយើងបង្ខំត្រូវតែប្រើកម្លាំងដើម្បីយកគាត់ឲ្យបានទូកាលពីរសៀលថ្ងៃទី10ខែកក្កដាប្រជាពលរដ្ឋចំណាក់ស្រុកជាង200នាក់បាននាំគ្នាប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួនមានគោយន្តនិងម៉ូតូដឹកជញ្ជូនសម្ភារៈចូលមកសង់រោងស្នាក់នៅជាថ្មីលើទីតាំងដីសម្បត្តិក្រុមហ៊ុនដដែលរោងប្រក់តង់កៅស៊ូប្រមាណ10រោងត្រូវបានអ្នកភូមិសង់ជាបន្តបន្ទាប់រហូតមកទល់នឹងព្រឹកថ្ងៃទី11ខែកក្កដាក្រុមប្រជាពលរដ្ឋចំណាក់ស្រុកមួយចំនួនអះអាងថាពួកគេគ្មានមេដឹកនាំទេក៏ប៉ុន្តែដោយសារជីវភាពក្រីក្រគ្មានដីទើបមករស់នៅតំបន់នោះតាំងពីឆ្នាំ2009មុនពេលរដ្ឋបានប្រគល់ដីនោះទៅឲ្យក្រុមហ៊ុនសម្បត្តិចំណែកអាជ្ញាធរបានបណ្ដេញនិងរុះរើរោងស្នាក់នៅរបស់ពួកគេច្រើនលើកមិនឲ្យរស់នៅទីនោះទើបអ្នកភូមិនាំគ្នាមកតាំងលំនៅបណ្ដោះអាសន្នដើម្បីតវ៉ាឲ្យអាជ្ញាធរកាត់ដីនោះជូនប្រជាពលរដ្ឋឆ្លើយតបការអះអាងរបស់ពលរដ្ឋអភិបាលរងស្រុកកោះញែកលោកនុតបឿនបញ្ជាក់ថា
ប្រជាប្រដ្ឋចំណាក់ស្រុកមួយចំនួនគឺជាក្រុមអនាធិបតេយ្យនាំគ្នាអូសទាញប្រជាប្រដ្ឋពីខេត្តជិតខាងមកចាប់ដេរ៉ាត់អាជ្ញាធរសមត្ថកិច្ចមិនអាចអនុញ្ញាតឲ្យគាត់នៅទីនេះបានទេមិនមានថាយើងប៉ះដៃយកដៃប៉ះជើងយកជើងទេអញ្ចឹងយើងនិយាយគ្នាដោយសន្តិវិធីគាត់ត្រឡប់ទៅវិញហើយពាក់ព័ន្ធនឹងប្រជាប្រដ្ឋដែលគាត់អត់ដីយើងមានការស្នើសុំតាមរយៈអាជ្ញាធរយើងមានដីសម្បត្តិភូមិកិច្ចក្រុមសមាជិកមន្ត្រីមូលដ្ឋាននិងអ្នកឃ្លាំមើលសិទ្ធិមនុស្សបានពន្យល់អ្នកភូមិពីភាពមិនស្របច្បាប់ទាក់ទិនការតាំងលំនៅលើដីក្រុមហ៊ុនសម្បត្តិចំណែកប្រជាពលរដ្ឋប្រមាណ 50% បាននាំគ្នាចាក់ចែងបន្ទាប់ពីអាជ្ញាធរតម្រូវឲ្យពួកគេរុះរើរោងចេញពីដីក្រុមហ៊ុនរីឯប្រជាពលរដ្ឋនៅសេសសល់បាននាំគ្នារុះរោងចាក់ចែងជាបន្តបន្ទាប់គ្នាក្រោយពេលមេដឹកនាំប្រជាពលរដ្ឋត្រូវសមត្ថកិច្ចឃាត់ខ្លួននេះជាលើកទី6ហើយដែលប្រជាពលរដ្ឋចំណាក់ស្រុកនាំគ្នាមកតាំងលំនៅលើដីសម្បត្តិរបស់ក្រុមហ៊ុនបន្ទាប់ពីប្រជាពលរដ្ឋទាំងនោះមកពីខេត្តកំពង់ចាមព្រះវិហារស្ទឹងត្រែងស្វាយរៀងកំពង់ធំមកធ្វើជាកម្មករនៅខេត្តមណ្ឌលគិរីបច្ចុប្បន្នអ្នកខ្លះគ្មានដីតាំងលំនៅនិងប្រកបរបរកសិកម្មខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដល់នាងខ្ញុំម៉ៅសុធានីសូមលោកនាងកញ្ញារងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ពីស្ដាប់ដល់អំពីចាប្រជាប្រដ្ឋនៅខេត្តភៀកឥសានជំរុញឲ្យគណៈបកជាប់ឆ្នោតទាំងពីរស្វែងរកយន្តការដោះស្រាយវិបត្តិសង្គមប្រតិកម្មរបស់ប្រដ្ឋខ្មែរនៅសហរដ្ឋអាមេរិកជំវិញការបាញ់សម្លាប់លោកបណ្ឌិតកែមលីចាជីវប្រវត្តិសង្ខេបនិងសកម្មភាពការងាររបស់អតីតអ្នកឆ្លងថ្លៃព័ត៌មានឲ្យកាសែត New York Times គឺលោក Sydney Schanberg ហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ការផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីប្រជាប្រដ្ឋនៅខេត្តភៀកឥសានសម្ដែងក្តីបារម្ភពីស្ថានភាពនយោបាយដែលកំពុងឡើងកម្ដៅខ្លាំងបន្ទាប់ពីមានការបាញ់សម្លាប់អ្នកវិភាគការចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលតំណាងរាស្ត្រមន្ត្រីបរិស្ថាននិងសកម្មជនបក្សសង្គ្រោះជាតិជាដើមក្រុមប្រជាប្រដ្ឋចង់ឃើញគណៈបកជាប់ឆ្នោតទាំងពីរមានស្មារតីសាមគ្គីភាពឯកភាពជាតិមានមេត្តាធម៌និងចេះអធ្យាស្រ័យគ្នាទៅវិញទៅមកដើម្បីស្វែងរកយន្តការរួមដោះស្រាយវិបត្តិសង្គមចាលោកម៉ែនសុធីរាយការណ៍ពីស្ដារអំពីបញ្ហានេះពលរដ្ឋនៅខេត្តភៀកឥសានមានការយល់ឃើញផ្សេងៗគ្នាពីស្ថានភាពនយោបាយរបស់កម្ពុជាពលរដ្ឋខ្លះមិនហ៊ានបញ្ចេញមតិប្រាប់វិទ្យុអាស៊ីសេរីទេព្រោះបារម្ភពីសុវត្ថិភាពហើយពលរដ្ឋខ្លះទៀតមិនសូវខ្វល់បញ្ហានយោបាយទេដោយពួកគេគិតពីមុខរបរចិញ្ចឹមជីវិតចំណែកពលរដ្ឋមួយចំនួនធំសម្ដែងការបារម្ភពីស្ថានភាពនយោបាយដែលកំពុងឡើងកម្ដៅក្រុមពលរដ្ឋអំពាវនាវឲ្យរដ្ឋាភិបាលពន្យាការដោះស្រាយបញ្ហានយោបាយនិងវិបត្តិសង្គមនានាដោយសន្តិវិធីដើម្បីកុំឲ្យប្រទេសជិតខាងវាយតម្លៃឬមើលស្រាលក្រុមអាជីវករកសិករនិងអ្នករត់ម៉ូតូឌុបរស់នៅខេត្តស្ទឹងត្រែងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី12កក្កដាថាពួកគេខ្វាយខ្វល់យ៉ាងខ្លាំងនៃការមិនឯកភាពគ្នារវាងគណៈបកជាប់ឆ្នោតទាំងពីរដែលជាប្រធានបទចម្បងប៉ះពាល់ដល់ដំណើរការអភិវឌ្ឍប្រទេសជាពិសេសគឺអាចរាំងស្ទះដល់ដំណើរការដោះស្រាយវិបត្តិសង្គមមានជាអាចបញ្ហាព្រំដែនបញ្ហាគ្រឿងញៀនព្រៃឈើឬធនធានធម្មជាតិនិងសេដ្ឋកិច្ចជាដើមពួកគេអះអាងផ្សេងពីគ្នាថាប្រសិនបើអ្នកនយោបាយមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋនិងជាតិជាធំនោះទេផលប៉ះពាល់នឹងកាន់តែចាក់ឫសជ្រៅដល់សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតើខ្មែរយើងឲ្យតែមានអ្នកចេះដឹងលិចមុខតិចច្រើនតែផ្ដាច់ចោលមិនដូចប្រទេសគេផ្សេងលើខ្ញុំមានជាប្រជាពលរដ្ឋខ្ញុំសូមជំនុំពរដែរចំពោះអាជ្ញាធរដែលមានសមត្ថកិច្ចសម្រាប់ថាគ្រប់គ្រងគ្រឿងអាវុធជាតិផ្ទុះបាទដូចថាយើងត្រួសយើងគ្រប់គ្រងទៅវាអត់បានវាមិនដាល់ឲ្យវាលបូតទៅដល់ជួនល្មើសវាមិនខ្លាចទេគាត់ថាយើងគេធ្វើមិនស្រេចតែគេទេយើងគុំទៅនេះយើងជនសាមញ្ញធម្មតាខ្ញុំអ្នករស់ស៊ីផ្សេងគេអ្នកយោបាយគេផ្សឹងទៅបើគេមិនចឹងមួយគេទៅអត់ហ៊ានទេខ្លាចយ៉ាងម៉េចមកខ្លាចគេអ្នកលើអញ្ចឹងទៅយកឲ្យមានខ្នងមានឯងដូចគេផងធ្វើមិនកើតដូចគេ
đã chết đang một phiền vô bái trời là bắt mong chỉ vật tơi hai phiền cha rồi cho được thoa rồi bắt bóng tới cái chân sau là hột mình anh chia tay là na cốt nông bắt bóng bọc phơi nào nè chết đang nào thiệt một là hai là đáng bu thay nhưng mình men trên này vô bái nhưng còn là trên này rầm tôi đốt thòm ra nhưng kết thảo mấy đời nhau rầm tôi nhưng đang việc tham mấy ban làm baram ban là về kết về đó là kết về cá đúng không? Đừng ba đạp ấy sao? Đạp ấy sao? Ba đang một bộ nhưng ngồi xin chăm chỉ vật. ពលរដ្ឋរស់នៅឃុំខ្សឹមស្រុកស្នួលខេត្តក្រចេះលោកពៅសាវៀនបារម្ភពីដំណើរការវិវត្តនៃរលកនយោបាយដែលកើតមានលោកថាបញ្ហាមួយចំនួនក្នុងសង្គមបានចាក់ឫសយ៉ាងជ្រៅមិនត្រូវបានអ្នកនយោបាយលើកជារបៀបវិរៈដោះស្រាយនោះទេរួមមានចំនួនដីធ្លីជាដើមលោកមើលឃើញថាអ្នកនយោបាយភាគច្រើនតែលៀបពណ៌គ្នាដោយមិនសូវគិតពីសុខទុក្ខប្រជាពលរដ្ឋនោះទេលៀបពណ៌គ្នាទៅវិញទៅមកចឹងទៅវាមានប៉ះពាល់ដល់ប្រជាពលរដ្ឋចឹងបងដល់ពេលប្រជាពលរដ្ឋគាត់រងទុក្ខលំបាកអ្វីមួយដូចរឿងដីធ្លីដូចរឿងបញ្ហាអ្វីមួយចឹងគាត់អត់សូវយកចិត្តទុកដាក់តែគាត់អាឡ័យទៅគិតតែនយោបាយក៏មិនគិតដល់ប្រជាពលរដ្ឋតែមានទុក្ខលំបាកទេមកខ្ញុំសំណូមពរថាឲ្យប្រមុខដឹកនាំទាំងអស់ឲ្យចេះរួមដៃគ្នាចេះរួមសាមគ្គីគ្នាកុំឲ្យយកកំហឹងយកមកដាក់ខ្លួនពលរដ្ឋជនជាតិដើមភាគតិចភ្នំរស់នៅឃុំដាក់ដាមស្រុកអូរាំងខេត្តមណ្ឌលគិរីលោកបូរ៉េតកំពីអំពាវនាវឲ្យអ្នកនយោបាយជាពិសេសរដ្ឋាភិបាលចេះស្រឡាញ់គ្នាយោគយល់គ្នាដោះស្រាយបញ្ហាដោយសន្តិវិធីនិងឯកលើក្នុងជាប្រជាពលរដ្ឋមានការឈឺចាប់យ៉ាងខ្លាំងចំពោះការធ្វើឃាតដល់សាហាវយំខ្នងរីឯអនិកជនខ្មែររស់នៅប្រទេសបែលហ្សិកម្នាក់ដែលស្កាត់មកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកកែមលីគឺលោកហ៊ីណនថាលោកក្តុកក្តួលនិងសោកសង្រេងចំពោះលោកបណ្ឌិតកែមលីប្រទេសខ្មែរយើងជាពិសេសរាជរដ្ឋាភិបាលជាការអាម៉ាស់មួយធំណាស់ដែលយើងមកសម្លាប់បណ្ឌិតហើយខ្ញុំជាខ្មែរមួយរូបដែលគឺថាខ្មាស់ជាតិគេដទៃណាស់ព្រោះជាតិមួយដើម្បីឲ្យប្រទេសជឿនលឿនគេទុកអ្នកប្រាជ្ញគេទុកអ្នកចេះដឹងណាដូច្នេះតើកម្ពុជាយើងថ្ងៃណាទៅនឹងងើបរួចនេះដូច្នេះការសម្លាប់នេះខ្ញុំយល់ថាមិនមែនជាឈាមជ័រខ្មែរទេគឺជាឈាមជ័រអ្នកឈ្លានពានប្រទេសកម្ពុជាតាក់ទងបញ្ហានេះដែរលោកនាយករដ្ឋមន្ត្រីហ៊ុនសែនហៅអំពើឃាតកម្មលើបណ្ឌិតកែមលីថាជាអំពើឃោឃៅប្រៃផ្សៃហើយលោកចាញ់បញ្ជាឲ្យសមត្ថកិច្ចស្វែងរកជនដៃដល់និងជនខុបខិតទាំងឡាយដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់លោកហ៊ុនសែនថាឃាតកម្មនេះបានប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់រដ្ឋាភិបាលដែលដឹកនាំដោយគណៈបកប្រជាជនកម្ពុជានិងចាត់ទុកថានេះគឺជាការផ្ចាញ់ផ្ចាលដល់រដ្ឋាភិបាលរបស់លោកដែលតែងតែប្រកាសក្តែងអំពីសន្តិភាពនិងសុវត្ថិភាពក្នុងសង្គមរាជរដ្ឋាភិបាលគឺពិតជាទទួលនៅផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះមុខមាត់អំពីកង្វះដែលហៅថាមកខាងគឺអសមត្ថភាពនៃការការពារសន្តិសុខសម្រាប់ប្រជាពលរដ្ឋតែមកខាងទៀតត្រូវបានគេលៀបពណ៌ភ្លាមអំពីបញ្ហានេះដែលមានចរិតជាបញ្ហាខាងនយោបាយโดยเฉพาะสกึมថាប្រជាពលរដ្ឋរបស់យើងនឹងទុកលទ្ធភាពឲ្យក្រសួងមានសមត្ថកិច្ចស្ថាប័នមានសមត្ថកិច្ចធ្វើកិច្ចការរបស់គេដោយត្រឹមត្រូវមកទាត់សមត្ថកិច្ចប៉ូលីសរាជធានីភ្នំពេញចាប់បានជនសង្ស័យម្នាក់ឈ្មោះអឿតអាងហៅជួបសម្លាប់នៅថ្ងៃដដែលនៃហេតុការណ៍បាញ់សម្លាប់លោកកែមលីនៅក្នុងស្តាម៉ាតកាលតិចក្បែរភ្លើងស្តុបបូកូរាជធានីភ្នំពេញប៉ុន្តែមន្ត្រីបកប្រឆាំងនិងសង្គមស៊ីវិលមួយចំនួននៅតែអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចវែករកមុខជនដៃដល់ពិតប្រាកដនិងអ្នកខុបខិតមកផ្ដន្ទាទោសតាមច្បាប់ខ្ញុំបាទចិនជេថាវិទ្យុអាស៊ីសេរីពីខេត្តកំពង់ឆ្នាំងចាចំណែកប្រជាប្រដ្ឋជាច្រើននៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យនៅតែមានអារម្មណ៍សោកស្ដាយលោកបណ្ឌិតកែមលីដែលត្រូវឃាតករបាញ់សម្លាប់ប្រជាប្រដ្ឋតាមហាងកាហ្វេនិងតាមទីសាធារណៈនៅក្នុងខេត្តតែងតែប្រមូលផ្ដុំគ្នាតាមដានព័ត៌មានជុំវិញរឿងនេះពីទូរស័ព្ទដៃ Smartphone ហើយនិងបណ្ដាញសង្គម Facebook ចាលោកហងសាយុទ្ធរាយការណ៍ព័ត៌មាននេះពលរដ្ឋមួយចំនួនដែលរស់នៅខេត្តសៀមរាបនិងខេត្តឧត្តរមានជ័យមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញជាបន្តបន្ទាប់ក្នុងបំណងចង់មើលមុខរបស់លោកបណ្ឌិតកែមលីចុងក្រោយនៅមុនពេលដែលសាកសពរបស់លោកត្រូវក្រុមគ្រួសារយកទៅបញ្ចុះមរណភាពរបស់លោកបណ្ឌិតកែមលីដែលជាអ្នកវិភាគបញ្ហាសង្គមដែលពលរដ្ឋអះអាងថាមានភាពដ៏ច្បាស់លាស់ហើយត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10ខែកក្កដាកន្លងទៅបានធ្វើឲ្យមជ្ឈដ្ឋានប្រជាពលរដ្ឋនៅខេត្តឆ្ងាយទោះជាធ្លាប់ស្គាល់និងមិនធ្លាប់ស្គាល់មុខក្តីមានការសោកស្ដាយព្រមទាំងក្តុកក្តួលយ៉ាងខ្លាំងស្ត្រីម្នាក់ជាពលរដ្ឋនៅក្នុងទីរួមខេត្តសៀមរាបក្នុងចំណោមពលរដ្ឋជាច្រើនទៀត
គាត់មានប្រសាសន៍កាលពីថ្ងៃអង្គារទី12ខែកក្កដាទាំងអួលដើមកជាមួយនឹងទឹកភ្នែករលីងរលោងថាគាត់មិនធ្លាប់បានជួបមុខលោកកែមលីផ្ទាល់ទេគឺគាត់គ្រាន់តែបានស្ដាប់សំឡេងដែលនិយាយពីបញ្ហាសង្គមខ្មែរតាមរយៈការផ្សាយរបស់វិទ្យុអាស៊ីសេរីនិងវិទ្យុសំឡេងសហរដ្ឋអាមេរិកប៉ុណ្ណោះហើយគាត់មានចិត្តស្រឡាញ់ព្រមទាំងទទួលស្គាល់លោកកែមលីថាជាបញ្ញវន្តខ្មែរស្នេហាជាតិមួយរូបដែលមិនងាយរកបានស្ត្រីដដែលបញ្ជាក់ថាពេលនេះគាត់ហាក់ដូចជាគ្មានព្រលឹងនិងកម្លាំងទេបន្ទាប់ពីបានដឹងថាលោកកែមលីត្រូវឃាតករបាញ់សម្លាប់មានការសោកស្ដាយខ្លាំងបំផុតនៅពេលដែលឮថាគេបាញ់គាត់ស្លាប់គេបាត់បង់វត្ថុដ៏មានតម្លៃមហាសាលនៅលើប្រទេសខ្មែរមិនសមសង្គមខ្មែរសងៃគឺអញ្ចឹងឯងឲ្យតែមានអ្នកខ្លាំងបកកែដឹងឮរឿងសង្គមច្រើនគឺកំចាត់ចោលហ្មងមិនទុកឲ្យមាននៅក្នុងចំណេះដឹងហ្មងស្ត្រីម្នាក់ទៀតនៅទីរួមខេត្តសៀមរាបដែលមានប្រសាសន៍ប្រហាក់ប្រហែលគ្នាថាលោកបណ្ឌិតកែមលីថ្មីត្បិតតែមិនដែលឲ្យអ្វីមករូបគាត់ប៉ុន្តែពាក្យសម្ដីរបស់លោកកែមលីដែលគាត់តែងតែស្ដាប់ឮគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់រូបគាត់និងប្រទេសជាតិទាំងមូលបានក្នុងចិត្តខ្ញុំចង់ឡើងនឹងខ្ញុំណាផុតទេនៅខ្ញុំតាមដានស្ដាប់រាល់ហើយគាត់មិនឲ្យអីខ្ញុំហូបប៉ុន្តែគាត់ជួយជាខ្ជិលខ្ញុំមិនដែលស្គាល់មកគាត់ទេខ្ញុំស្ដាប់តាមដានទីសេរីតាមដានអាមេរិកចោលទេចំណែកលោកសឹមសុភ័ណ្ឌជាប្រជាពលរដ្ឋមួយរូបនៅស្រុកក្រឡាញ់ឲ្យដឹងថារូបលោកគឺជាកូនសិស្សរបស់លោកកែមលីមុនពេលដែលលោកកែមលីត្រូវឃាតករបាញ់សម្លាប់គឺបានបង្ហាត់បង្រៀនរូបលោកឲ្យចេះដឹងជាច្រើនខ្ញុំជឿថាមនុស្សដែលសម្លាប់នឹងក៏មិនអាចរស់បានយូរមុននឹងក្រោយស្លាប់ដោយទិនហន់វេទនាជាងលោកបណ្ឌិតមិនមែនតែប្រជាពលរដ្ឋនៅខេត្តសៀមរាបប៉ុណ្ណោះទេដែលមិនធ្លាប់ស្គាល់មុខលោកកែមលីសោះប៉ុន្តែសម្ដែងការក្តុកក្តួលនៅពេលដែលលោកកែមលីត្រូវគេបាញ់សម្លាប់សូម្បីតែប្រជាពលរដ្ឋនៅខេត្តរតនមានជ័យដែលជាតំបន់ចុងកាត់មាត់ញ័រក៏មានអារម្មណ៍ក្រៀមក្រំដូចគ្នាដែរក្នុងចំណោមមន្ត្រីរាជការខ្លះថ្មីត្បិតតែមិនហ៊ានសម្ដែងការក្តុកក្តួលជាចំហចំពោះមរណភាពរបស់លោកបណ្ឌិតកែមលីក៏ប៉ុន្តែគេបានខ្សឹបខ្សៀវប្រាប់គ្នាថាពួកគេក្តុកក្តួលយ៉ាងខ្លាំងមិនខុសពីប្រជាពលរដ្ឋដែលស្រែកទ្រហោយំនោះទេខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបរដ្ឋខ្មែរម្កាំងនៅតាមរដ្ឋជាច្រើននៅក្នុងសហរដ្ឋអាមេរិកមានគម្រោងរៀបចំពិធីបុណ្យបង្សុកូលគោរពវិញ្ញាណក្ខន្ធដល់លោកបណ្ឌិតកែមលីនៅថ្ងៃសៅរ៍ទី16ខែកក្កដាដែលជាគម្រប់ខួប7ថ្ងៃដែលត្រូវខ្មាន់កំភ្លើងបាញ់សម្លាប់លោកកាលពីថ្ងៃអាទិត្យទី10ខែកក្កដាប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរម្កាំងលោកទូចវិបុលមានប្រសាសន៍ប្រាប់វិទ្យុអសីស្រីថាគោលបំណងសំខាន់នៃពិធីបុណ្យតាមប្រពៃណីពុទ្ធសាសនានៅតាមវត្តអារាមនានានេះគឺដើម្បីសម្ដែងការដឹងគុណនិងបង្ហាញពីវីរភាពអង្អាចរបស់លោកជារៀងរហូតបាទអង្គការសម្ព័ន្ធមិត្តខ្មែរអមេរិកបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងបងប្អូនសហគមន៍ខ្មែរជុំវិញពិភពលោករួមមាននៅប្រទេសអូស្ត្រាលីហើយបងប្អូននៅប្រទេសអឺរ៉ុបកាណាដាហើយជាពិសេសនៅសហរដ្ឋអាមេរិកនៅតាមបណ្ដារដ្ឋនានាដូចជារដ្ឋ California ទីក្រុង Long Beach Washington State Minnesota Texas Florida North Carolina Louisiana ហើយនិង Connecticut សម្រាប់ចិត្តថានឹងធ្វើរួមគ្នានៅថ្ងៃទី16គម្រប់ខួប7ថ្ងៃបុណ្យសពលោកបណ្ឌិតកែមលីបងប្អូនខ្លះនៅតាមបណ្ដារដ្ឋនានានឹងធ្វើនៅថ្ងៃអាទិត្យផងដែរដោយសារតែការជាប់រវល់នៅតាមបណ្ដាវត្តទីមួយតាមតំបន់ទីមួយរបស់បងប្អូនយើងដូច្នេះយើងសង្ឃឹមថាបងប្អូនយើងនៅ